ខ្ញុំសុំកាហ្វេកិនមួយកែវធ្វើឲ្យលឿនបន្តិចខ្ញុំកំពុងប្រញាប់ជិតដល់ម៉ោងសម្ភាសហើយនៅយឺតទៀតស្អីមែនកាហ្វេរបស់លោកស្រីបានហើយអរគុណនេះកាហ្វេរបស់អ្នករសជាតិមិនត្រូវសោះហេតុអីក៏អ្នកឯងធ្វើជ្រើសបែបនេះគ្រាន់តែទិញកាហ្វេក៏ទិញមិនត្រូវដែរបានហើយយកតាមនឹងចុះស្អីមែនថ្ងៃនេះពិតជាស្អីខ្លាំងណាស់បងស្រីតើខ្ញុំអាចខ្ចីក្រមាបងក៏បងប្រើបន្តិចបានទេខ្ញុំមកសម្ភារការងារតែអំបញ្ញមិញអត់រយៈធ្វើឲ្យប្រឡាក់អាវបងជួយទុកលេខអ្នកទំនងឲ្យខ្ញុំផងពេលប្រើខ្ញុំនឹងយកមកសម្ភារឲ្យអ្នកឯងតែម្ដងទៅអរគុណច្រើនពិតជាអរគុណខ្លាំងណាស់អ្នកជួយអាននិយាយហើយសាររបស់មួយពីការចំណាយពីបងក្នុងរយៈ30វិការក្រុមតែស្រីបានសុំទោសខ្លាំងណាស់តាមលើមកនេះខ្ញុំមានបញ្ហាបន្តិចតែខ្ញុំធ្វើការលឿនអាចទទួលបន្ទុកព្រៀងបានហើយអាចឲ្យខ្ញុំចូលរួមបានទេសូមបងមានបញ្ហាងាររបស់ហើយឥឡូវហើយមើលការពិភាក្សាថ្មីពេលវេលាមិនទាន់ទេការវិតម្លៃដែលមានសម្ពាធខ្លាំងបែបនេះសំបីតែពេលវេលាក៏មិនអាចគោរពបានពួកយើងមិនហ៊ានប្រថុយទេអ្នកទៅសួរអ្នកផ្សេងទៅមានអ្នកណាចង់ទទួលយកអ្នកទេអ្នកត្រូវជ្រើសរើសបោះបង់ឥឡូវនេះឬក៏ធ្វើម្នាក់ឯងខ្ញុំក៏អាចធ្វើបានដែរនាឡិកាមិនរងចាំមនុស្សទេសូមសួរថាតើនេះជាប្លង់រចនារបស់អ្នកណាយកហើយឥឡូវនេះប្រកាសក្រុមដែរបានជាប់គឺក្រុមNនឹងក្រុមវាជាប់ព្រមគ្នាមកពីអាមមនុស្សឈួតដែលខ្ញុំបានជួបកាលពីព្រឹកមិញហ្នឹងចិនណែនចាំបន្តិចសិនក្រុមហ៊ុនបានរៀបចំវគ្គបន្ថែមសម្រាប់ប្លង់ដែលអ្នកទើបតែគូផ្នែកហូស្ទូភាបានប្រើក្រណាត់ដែលនៅសល់មកធ្វើជាសម្លៀកបំពាក់គំរូច្បាប់បន្ថែមយកសម្លៀកបំពាក់គំរូរបស់អ្នកទៅលក់នៅក្នុងក្រុមហ៊ុនតម្លៃលក់កំណត់គឺ999យួនបើខ្វះតែ1សេនគឺត្រូវធ្លាក់លៀមប្រភេទក្រណាត់ដែលគូវីសបែបនេះទោះឲ្យទេក៏គេពើមដែរតើអាចទៅរួចយ៉ាងម៉េចលក់ក្នុងតម្លៃ999អ្នកដែលពើមិនបានត្រូវដកខ្លួនចេញពីការវិតម្លៃចាប់ដើមរាប់ពេលឥឡូវនេះជំរាបសួរនេះគឺជាសម្លៀកបំពាក់ដែលយើងបានបញ្ចូលនៅរចនាបថបែបសាមញ្ញបំផុតត្រឹមតែ999យួនប៉ុណ្ណោះសូមជួយគាំទ្រអ្នករចនាមកមិនមកម្នាក់នេះផងយកអាបំណាស់ក្រណាត់បែបនេះមកបោកប្រាស់ស្មានថាខ្ញុំកំពុងធ្វើបុណ្យមែនទេជិះចេញទៅវ៉ាវការកាត់ដេររបស់អាវមួយនេះពិតជាអស្ចារ្យខ្លាំងណាស់តើជាស្នាដៃអ្នករចនាម៉ូដឯករាជ្យម្នាក់ណាដែលផលិតមានកំណត់មែនទេនេះជាការរចនាដើមរបស់ខ្ញុំមានតែមួយគត់ចៃដន្យណាស់យប់នេះខ្ញុំត្រូវទៅមើលពីពណ៌សិល្បៈទាន់សម័យអាវនេះពិតជាសំលមុំតែម្ដងអ្នកកញ្ញាអាវនេះលោកដែលទេតម្លៃប៉ុន្មាន999យួនប៉ុន្មាន999ខ្សែក្រណាត់គូវីសបែបនេះតម្លៃ99ក៏មិនដល់ផងនេះឯងចង់ប្លន់លុយមែនទេខ្សែក្រណាត់គូវីសបែបនេះតម្លៃ99ក៏មិនដល់ផងនេះឯងចង់ប្លន់លុយមែនទេខ្សែក្រណាត់វាពិតជាដូចសម្រាប់មែនខ្ញុំមិនបដិសេធទេប៉ុន្តែយប់នេះអ្នកត្រូវទៅពីពណ៌សិល្បៈបែប Avantgarde មែនទេចុះពីពណ៌សិល្បៈមានអីទៅពីពណ៌សិល្បៈអាចស្លៀកក្រណាត់ដែរទៅតបឯងខ្លួនបានដែរអីស្នូលនៃសិល្បៈបែប Avantgarde គឺការបះបោរគឺការបំបែកភាពជាប់គាំងនៃសោភ័ណភាពវណ្ណៈនេះគឺជាវិធីលេងកម្រិតខ្ពស់បំផុតក្នុងរង្វង់ម៉ូដដែលគេហៅថាភាពដូចគ្នារវាងពស់និងទាបមើលចុះបើអ្នកដូរមកស្លៀកឈុតនេះវានឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរការយល់ឃើញអ្នកមិនចាំបាច់ប្រើសូត្រដ៏មានតម្លៃដើម្បីបញ្ជាក់ពីតម្លៃខ្លួននោះទេទោះបីជាក្រណាត់ដាច់មួយទាំងដែលគ្រប់លើខ្លួនអ្នកក៏ជាសិល្បៈដ៏ទាន់សម័យដែរនេះគេហៅថាភាពសាមញ្ញបែបប្រឆាំងនឹងលទ្ធប្រើប្រាស់និយមអែមណាស់គ្រាន់តែផ្អែកលើសម្ដីប្រឆាំងនឹងលទ្ធប្រើប្រាស់និយមរបស់អ្នកឥឡូវស្កេនបងលុយភ្លាមបើថ្ងៃនេះស្លៀកវាទៅពីពណ៌សិល្បៈហើយគ្មានអ្នកសូម WeChat ទេស្អែកខ្ញុំនឹងមកគិតបញ្ជីជាមួយអ្នកហើយកុំបារម្ភព័ត៌មានទំនាក់ទំនងរបស់អ្នកនឹងត្រូវគេសម្រុកសុំមិនខានជូនពរឲ្យយប់នេះអាចលេខលោកឯងក្នុងចំណោមអ្នករបស់នេះទោះបីជាអ្នកបានជាប់វគ្គសាកល្បងក៏ដោយប៉ុន្តែកម្រិតវប្បធម៌របស់អ្នកគឺត្រឹមតែបរិញ្ញាបត្ររងវាមិនស្របតាមស្តង់ដារចំណេះដឹងរបស់ក្រុមហ៊ុនឡើយគួរឲ្យសោកស្ដាយដែលអ្នកមិនអាចត្រូវបានជ្រើសរើសលើពីនេះទៅទៀតគឺអ្នកថែមទាំងមកសម្ភាសយឺតទៀតផងលោកប្រធានលេនទោះបីជាខ្ញុំមិនមានសញ្ញាបត្របរិញ្ញាបត្រប៉ុន្តែខ្ញុំយល់ថាអ្វីដែលសំខាន់បំផុតសម្រាប់អ្នករចនាគឺការបំផុសគំនិតហើយដែលខ្ញុំមកយឺតគឺដោយសារតែតាមផ្លូវខ្ញុំបានជួបនឹងមនុស្សវិកលចរិតម្នាក់បើគុំតែជួយគាត់សម្លៀកបំពាក់របស់ខ្ញុំក៏មិនប្រឡាក់ដែរគឺមកពីមនុស្សឈួតម្នាក់នោះជំរាបសួរលោកប្រធានគេគឺលោកមែនទេគឺអ្នកសោះចុះបាត់ហេតុអ្វីបានជាមនុស្សឈួតម្នាក់នេះគឺជាលោកប្រធានគេទៅវិញលើកនេះពិតជាអស់សង្ឃឹមមែនទែនហើយឈប់សិនអ្នកណាអនុញ្ញាតឲ្យអ្នកចេញទៅចាប់ពីថ្ងៃស្អែកទៅអ្នកមកផ្នែកការិយាល័យប្រធាន
ធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំសូមទោសលោកប្រធានការខ្ញុំមកទីនេះគឺដើម្បីធ្វើជាអ្នករចនាមិនមែនដើម្បីមកឆុងតែបម្រើទឹកនោះទេជាមួយនឹងកម្រិតវប្បធម៌របស់អ្នកមានក្រុមហ៊ុនរចនាលំដាប់កម្ពូលណាមួយដែរព្រមទទួលអ្នកឡើយកម្រិតវប្បធម៌និងប្រវត្តិរូបរបស់អ្នកគឺជាចំណុចខ្សោយបំផុតមានតែធ្វើជាជំនួយការរបស់ខ្ញុំប៉ុណ្ណោះសូមទោសខ្ញុំសូមលើទូរស័ព្ទបន្តិចChen ណែនតាប្រធានធនាគាររបស់កូនមិនក៏ទេមកថាឯងឈប់ធ្វើការហើយម៉ាក់ស្ដាប់កូនពន្យល់សិនម៉ាក់មិនស្ដាប់ការពន្យល់ទេឥឡូវនេះប្រញាប់មកផ្ទះវិញភ្លាមសូមទោសឥឡូវនេះខ្ញុំមានការត្រូវប្រញាប់ត្រឡប់ទៅផ្ទះវិញលោកអគ្គនាយកចុះចំពោះមនុស្សម្នាក់នេះតើយើងនៅតែត្រូវការទេផ្ដេសផ្ដាសធនាគារគឺជាការងារដែលមានសេរីភាពបំផុតឯងបែរជាបោះបង់ការងារដែលមានមុខមាត់បែបនេះមិនធ្វើតើឯងចង់ធ្វើអ្វីឲ្យប្រាកដណែនធ្វើបែបនេះមិនមែនឲ្យសាច់ញាតិនិងមិត្តភក្តិសើចចំអកឲ្យទេអីអ្នករចនាម៉ូដគឺជាក្តីស្រមៃរបស់កូនតាំងពីតូចមកហេតុអ្វីប៉ាម៉ាក់មិនយល់ពីកូនតែក្តីស្រមៃអាចយកបាយហូបបានទេធនាគារគឺជាកន្លែងដែលមនុស្សជាច្រើនចង់ចូលតែចូលមិនបានចំណែកឯងវិញបែរជាចង់ឈប់ក៏ឈប់បែបនេះទៅវិញការធ្វើជាអ្នករចនាម៉ូដគឺជាអ្វីដែលកូនចង់បានកូនមិនចង់ឲ្យជីវិតរបស់កូនមានការដាច់ក្រោយទេបើឯងហ៊ានទៅម៉ាក់នឹងចាត់ទុកថាគ្មានកូនស្រីម្នាក់នេះទេអាឡូ Chen ណែនមែនទេខ្ញុំគឺជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Cashec សូមជូនដំណឹងឲ្យអ្នកមកក្រុមហ៊ុន Cashec ចុះឈ្មោះចូលបម្រើការងារនៅក្រុមហ៊ុន Cashec Group លោកប្រធាន Ken នេះជាការវិភាគប្រជុំថ្ងៃនេះនៅម៉ោង 3 រសៀលត្រូវជួបជាមួយអ្នកគួរគងតើអ្នកមានបំណងស្លៀកឈុតនេះទៅជាមួយខ្ញុំដើម្បីជួបអ្នកគួរគងមែនទេសម្លៀកបំពាក់ឈុតនេះស្អាតនិងមានរបៀបរៀបរយណាស់តើមានបញ្ហាអ្វីមែនទេការតុបតែងខ្លួនរបស់អ្នកឥឡូវនេះដូចជានិស្សិតសាកលវិទ្យាល័យអីចឹងយើងនៅទីនេះជាក្រុមហ៊ុនរចនាម៉ូដសម្លៀកបំពាក់លំដាប់កំពូលអ្នកតំណាងឲ្យមុខមាត់របស់ក្រុមហ៊ុន Cashec Group ខ្ញុំជាជំនួយការរបស់អ្នកប្រសិទ្ធភាពការងារនិងសមត្ថភាពការងារគួរតែសំខាន់ជាងរូបរាងខាងក្រៅមែនទេនៅក្នុងវិស័យ Fashion មនុស្សម្នាក់ភាពចិត្តចង់តាំងពីក្បាលដល់ចុងជើងគឺជាបានសម្គាល់វិជ្ជាជីវៈដែលមើលឃើញច្បាស់បំផុតទៅឆុងកាហ្វេឲ្យខ្ញុំមួយកែវមកគ្មានភាពរហ័សរហួនសោះតែម្ដងមនុស្សម្នាក់នេះមានបញ្ហាអីមែនទេសូម្បីតែរឿងស្លៀកពាក់ក៏ចង់មកគ្រប់គ្រងដែរលោកប្រធាន Ken នេះជា Iced Americano របស់អ្នកតកតិច Time Espresso មួយសឺតខ្ញុំឲ្យអ្នកឆុងកាហ្វេមិនមែនឲ្យឆុងថ្នាំបំពុលទេលោកប្រធាន Ken នេះគឺខ្ញុំធ្វើតាមតម្រូវការរបស់អ្នកយ៉ាងម៉ត់ចត់បំផុតដែលខ្ញុំថានៅតកទេគឺសំដៅលើតក3ដុំតកធ្វើម្ដងទៀតចាស់លោកខ្ញុំនឹងទៅធ្វើម្ដងទៀតឥឡូវនេះឯងនៅតែខំប្រឹងជាមួយកាហ្វេនឹងទៀតមែនដាក់ពាក្យខ្ញុំណែនាំទៅលោកគឺជាអ្នកសម្លាប់លេខាដ៏ល្បីឈ្មោះកាលពីខែមុនមានលេខា3នាក់ដែលបញ្ចប់ការសិក្សានៅសាលាល្បីគឺដោយសារឆុងមិនបានរសជាតិដែលគាត់ចង់បានក៏ត្រូវដេញចេញភ្លាមតែម្ដងស្អីគេដេញចេញដោយសារតែកាហ្វេអង់មួយកែវហ្នឹងត្រូវហើយសម្ដីដាំរបស់លោកគឺសំបីតែចំណង់ចំណូលចិត្តរបស់ថៅកែក៏មិនដឹងច្បាស់ផងធ្វើការងារអ្វីក៏មិនកើតដែរខ្ញុំមើលទៅឯងគួរតែលីឈប់ឲ្យឆាប់ទៅល្អជាងមិនបានទេខ្ញុំដាច់ខាតមិនអាចឲ្យគេដេញចេញបានទេខ្ញុំមិនជឿថារកមិនឃើញតម្រុយបន្តិចសោះនោះទេរកឃើញហើយគឺពណ៌នេះឯងលោកនេះជាកាហ្វេរបស់លោកខ្ញុំស្មានថាឯងណែផ្នែកធនធានមនុស្សបើកលុយដាច់កុងត្រាទៅហើយនេះគឺជាកែវចុងក្រោយដែលខ្ញុំបានសាកល្បងនៅថ្ងៃនេះបើលោកផឹកកែវនេះហើយនៅតែមិនពេញចិត្តទៀតខ្ញុំនឹងស្ម័គ្រចិត្តលីឈប់លៀមមិនឲ្យទៅភ្នែកលោកទេគ្រាន់តែអាចលេបចូលបានចាត់ទុកថាអ្នកមិនទាន់ល្ងងដល់ឆ្អឹងទេស្អែកបន្តធ្វើតាមស្តង់ដារនេះទៅនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នា design មិនបានល្អអស់រយៈពេល1ខែមកហើយមែនទេតើក្រុមហ៊ុនចិញ្ចឹមសុទ្ធតែក្រុមមនុស្សអត់ប្រយោជន៍មែនទេលោកប្រធាន Gunner តែ10ថ្ងៃទៀតប៉ុណ្ណោះរយៈពេលខ្លីបែបនេះហើយនៅត្រូវគ្រប់គ្រងចំណាយទៀតពួកយើងមានតែធ្វើតាមគំរូមុនលោកទៀមទាពួកពេកហើយសូម្បីតែទេវតាក៏ធ្វើមិនចេញដែរខ្ញុំអាចធ្វើបានអ្នកគ្រាន់តែជាជំនួយការលើកទឹកម្នាក់ចេះស្អីទៅកុំមកបង្កបញ្ហានៅទីនេះសម្ដីអ៊ូតនរណាក៏និយាយបានដែរតើអ្នកអាចលើអ្វីដែលគិតថាអ្នកអាចដោះស្រាយបញ្ហាដែរផ្នែក design ទាំងមូលដោះស្រាយមិនចេញនោះផ្ដល់ពេលឲ្យខ្ញុំ5ថ្ងៃខ្ញុំនឹងធ្វើ mode design ដ៏ល្អឥតខ្ចោះមួយចេញមកបើក្នុងរយៈពេល3ថ្ងៃធ្វើមិនបានឲ្យខ្ញុំពេញចិត្តទេអ្នកចេញទៅភ្លាមទៅ3ថ្ងៃតើអាចធ្វើរួចរាល់បានយ៉ាងម៉េចទៅមិនមែនអ្នកចង់ជួយទេអីរឿងប៉ុណ្ណឹងធ្វើមិនបានផងតើជួយអីទៅរយៈពេល3ថ្ងៃខ្លាចតែសំបីតែការពុំ
ក៏ធ្វើមិនទាន់ដែរឆេនតូចពេលនេះព្រមចែងទៅនៅរក្សាមុខមាត់បានខ្លះសូមពិនិត្យមើលពន្លឺចែងចាំងនឹងភាពទន់រលោងបែបនេះមិននឹកស្មានថាមិនមើលទៅបងតតែសោះតើអ្នកប្រើអ្វីដើម្បីទប់ទម្រង់នេះគឺជាក្រណាត់សូចាក់គុណភាពខ្ពស់ក្នុងស្រុកប៉ុន្តែក្រណាត់សូចាក់គឺពិបាកនឹងធ្វើឲ្យចេញជាខ្សែបន្ទាត់3ធំបែបនេះណាខ្ញុំបានប្រើបច្ចេកទេសកាត់ដេរឆ្អឹងត្រីបង្កប់ដែលមិនត្រឹមតែអាចបង្ហាញពីសម្រស់រាងរើរបស់ស្ត្រីបានយ៉ាងល្អឥតខ្ចោះថែមទាំងផ្ដល់នូវភាពផាសុកភាពបំផុតផងដែរឃើញហើយឬនៅនេះទើបជាការរចនាដែរសាច់រឿងត្រូវការរ៉ូបនេះនឹងត្រូវកំណត់ជាម៉ូដចម្បងសម្រាប់រដូវកាលក្រោយជូនដំណឹងដល់ផ្នែកទិញឲ្យបញ្ជាទិញក្រណាត់សូចាក់ក្នុងបរិមាណច្រើនក្រុមហ៊ុន Raven នេះនឹងខ្ញុំបានសហការគ្នា7-8ឆ្នាំមកហើយការទិញក្រណាត់សូចាក់គឺសម្រេចយកពីពួកគេចុះរបាយការណ៍ទេសសំណល់ Formal ថៃនិងកម្រិតរបស់ក្រណាត់ក្រុមហ៊ុននេះគឺជាការថ្លែងបន្លំទិន្នន័យទាំងអស់គឺលើសកម្រិតកំណត់ជាផលិតផលអង្គគុណភាពដែលបណ្ដាលឲ្យមានប្រតិកម្មស្បែកតើឯងស្មានថាឯងជាស្អីការប្រជុំថ្នាក់ពោះមិនដល់វេនឯងមកនិយាយទេគ្រាន់តែជាមួយការថ្លែងម្នាក់មកនិយាយដល់វេននាទីនេះមនុស្សរបស់ខ្ញុំដល់វេនអ្នកមកប្រដៅតាំងពីអង្គការក្នុងនាមជាប្រធានយ៉ាវបានលើកឡើងពីច្បាប់ទម្លាប់អញ្ចឹងយើងមើលតាមទិន្នន័យជាក់ស្ដែងកម្រិត Formal លើកកំណត់3ដងតើលោកចង់យកស្លាកយីហោរបស់ឆ្នាំរបស់ Cache មួយជាឆ្នាំមកវិញហៅខ្លួនឯងមែនទេកុំច្រឡំបើពេកខ្ញុំមានពីហ៊ុន15%នៅក្នុង Cache ណាបើថ្ងៃនេះអ្នកហ៊ានបដិសេធម្រងនេះឯងខ្ញុំនឹងរួមដៃជាមួយហ៊ុនផ្សេងទៀតដល់ទៅចេញល្អណាស់ចាំមើលថា Cache រីម៉ូនឬក៏រឿងអាសររបស់អ្នកឯងមកយកយកមកពីថ្ងៃ55ឆ្នាំខ្ញុំរកឲ្យ ADC ទៅលើទៅវិញនឹងសេមិនការទេជាមួយខ្ញុំកាន់នេះរបស់អនុរដ្ឋលោកទីប្រឹក្សារបស់យើងមួយការឡើងស្រីយ៉ាងល្អរបស់យើងដាក់ផ្សាយការផ្អាកការងារទាំងស្រុងការខាត់បងជារៀងរាល់ថ្ងៃពោះដល់ទៅ7ខុងខ្ញុំស្នើឲ្យចាប់ដើមដំណើរការតតំណែងបន្ទាន់ពីក្រមប្រឹក្សាភិបាល Gayans ត្រូវតែទទួលកំហុសឲ្យលាលែងពីតំណែងនិងប្រកួតសិទ្ធិគ្រប់គ្រងមកវិញខ្ញុំធ្លាប់និយាយហើយថាក្រុមហ៊ុនមិនខ្វះអ្នកគួរគង់ចិត្តខ្មៅមួយនេះទេនិយាយអួតនរណាក៏និយាយបានដែរចុះឥឡូវនេះតើអ្នកអាចទៅរកទំនិញស្តុកស្រាប់សូលប្រណិតកម្រិតកម្ពុជាបានច្រើនបែបនេះមកពីណាអស់លោកប្រហែលជាគ្មានសិទ្ធិបង្ខំគាត់ទេខ្ញុំតំណាងឲ្យក្រុមហ៊ុន Lion Surf បារាំងនិងរោងជាងលំដាប់កម្ពុជាទាំង3របស់អ៊ីតាលីដើម្បីដាក់ជូនលោកគេជាផ្លូវការនៅកិច្ចព្រមព្រៀងគ្រប់គ្រងផ្ដាច់មុខសម្រាប់ត្រីមាសបន្ទាប់ទោះបីជាអ្នកទទួលបានប្រភពទំនិញក៏មិនអាចបិទបាំងចរិតដែលការដែលគៀបសង្កត់បុគ្គលិកចាស់បានដែរលោកនេះគឺជាខ្សែសង្វាក់ផ្សាំងពេញលេញដែរអនុប្រធាននិងនាយកយ៉ាវបានប្រើប្រាស់ក្រុមហ៊ុន Vincon Roy វិញកេងប្រាក់តខ្លួនក្នុងរយៈពេល3ឆ្នាំកន្លងមកនេះផ្នែកច្បាប់ដឹងប៉ូលីសលៀមសន្តិសុខអូស័តល្អចង្រៃក្នុងវិស័យនេះទាំងពីរអ្នកចេញទៅហើយប្តឹងពួកគេភ្លាមបងប្រុសរាប់ឆ្នាំមកនេះអ្នកច្បាស់ជាពិធីសាស្ត្រចាត់ចែងរឿងទេក្នុងនៅតែមើងម៉ាត់ដោយការនៅសាកលវិទ្យាល័យអញ្ចឹងCheyenne លើកនេះអរគុណឯងណាស់ដែលសុខចិត្តត្រឡប់មកជួយសង្គ្រោះស្ថានភាពកញ្ញាសងគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារវិនិយោគនៅ Wall Street ហើយជាមួយលោកពិតជាសមគ្នាដោយស្រីស្អាតប្រុសសង្ហាជាគូស្នេហ៍ដែលស័ក្តិសមគ្នាយ៉ាងខ្លាំងមែនឡើងឡានមកយប់ណាស់ហើយខ្ញុំជូននាងត្រឡប់ទៅវិញរឿងថ្ងៃនេះនាងមានគុណសម្បត្តិហើយមិនបាច់ទេលោកអំបាញ់មិញខ្ញុំផឹកបន្តិចបន្តួចនៅខាងក្នុងចង់ដើរស្រូបខ្យល់អាកាសម្នាក់ឯងហើយខ្ញុំនៅមានចំណុចខ្លះនៃម៉ូដសម្លៀកបំពាក់ដែលមិនទាន់យកច្បាស់ក្រុងនឹងត្រឡប់ទៅក្រុមហ៊ុនថែមម៉ោងទោះបីជាថែមម៉ោងក៏មិនខ្វះមួយយប់នេះដែរពិតជាមិនបាច់ទេកញ្ញាសងទៅតែមកពីក្រៅប្រទេសវិញលោកគួរតែនៅក្បែរសិស្សអូនឲ្យបានច្រើនលោកខ្ញុំសុំទៅមុនហើយពូឆេនបើទៅវិញមិនចុះលោកហេតុអ្វីបានជាលោកចុះមកខ្ញុំមិនបានប្រាប់ថាចង់ដើរម្នាក់ឯងទេនាងគ្រាន់តែប្រាប់ថាចង់ដើរស្រូបខ្យល់អាកាសត្រឡប់ទៅវិញទៅខ្ញុំមិនបានហាមមិនឲ្យអ្នកផ្សេងទៅជាមួយឡើយទៅតោះទៅជាមួយគ្នាតាមពិតទៅនៅឯពិធីជប់លៀងថ្ងៃនេះខ្ញុំមានអារម្មណ៍ថាពិបាកដកដង្ហើមមិនទេចំពោះពួកការលើកជើងគ្នានិងភាពមិនស្មោះត្រង់ទាំងនោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាឆ្ងាយពីការរចនាដ៏បរិសុទ្ធដែលខ្ញុំចង់ធ្វើណាស់ទើបបានជាអ្នកប្រញាប់ចង់រត់ត្រឡប់ទៅស៊ូឌីយ៉ូមែនទេការរចនាគឺជាទំនុកចិត្តតែមួយគត់របស់ខ្ញុំ
Nếu nông rồng vốn càng nghiền nít nhung miên bằng ai, ư nông bằng ai lời miên tai prasna đai đầm bay bình dẹo nó, từ ai ở kia ở đầm lại nhung bàn, trên này nẹt mình chăm bát bằng hàng. Prap nôn nam nẹt đi đầm lại rồi bỏ nẹt lời ru nực nòng, cỏ sai nẹt rồi bỏ nhung nẹt anh tai miên bẩn lử, trang trang chỉ nẹt miên nôn na ai chùm nu bàn lời. Mấy dạng tiết song say nâng nhung kron tai mò bị cruza, đai ở bốc mặt đai miên tùm nẹt tùm nôn nâng nghiệt là, tai bẩn nâng anh. Nhung mình trong ở đây u dư sa rồi bỏ nhung vô trở lòng, lơ rút nhung đời xa tai mình nu mình sầm thẳng, mũi chùm nuôn nu lời. Trên này nhạc luôn lang đè nẹt nở. Tin ní cứ đầm bấy với chi nẹt trên nè. Đó chính nam bầm hot mình men mọc đầm bấy vô sọc trong khai xin rồi là lòi. Lô bờ thiên gặp lương bàn che bầm lạnh ọ. Min so lai cầm lắng nhớ chim rồi dạ bê bị thải. Sầm liếc bầm bẹ rằm bấy sen cầm play trơ phật lằng vệnh tiếng ó khans ai cứ chi ngay pro cổ. Tùm nính hai bạ này rùm lốp kết sinh giá u đo tờ bầy rồi liên này nọ. Lộc ở cái này dục kẻ cá tinh cần nạt mày, bốc room nâng ca sầm rộp tu chỉ tiêu ta con mình ai, lớp tụm nính ní trên một đài bên ní mình show bài tài mũi, cốt cứ ca đi trong sân ní sệt, sa bờ miền đầm bay từ tu square cùng hot nâng sông độ, chỉ sa thì nạ đầm bay cắt bần thoi ca khôi khả, cái chúng bỏ mặt đi học. Mình ai từ tu square thà chàng tê bạc miền tụm nính nông stop dương nâng, lũ chi cùng nạt vệnh, rương chuột lọp sen này niên kron tại chi chùm núi cả, tôi ta mình nè đằng rừng ấy, bạc miền khảo ao niên trong ỏi, tê thế chôn tinh cho mền tế. Lộc ở cái này dục gà dương đô bị gà lục,แต่miên khung stock chỉ ca bệnh chỉ tinh tục mồn, chi score tam lùm đập nặng nông rồi dạ về bảy, ngày ní dương mình chăm bay phật làm bảy sàn, complete dương kron tại phật sầm liệp bom bẹ cùng rủ, đó là ở cho chùm nún làm bảy cho bệnh nọ rùm, chi mũi nâng ca xạ slip bài tam online. Đời với cho bị bật ní ở từ chỉ, yết ní ca tiếp xa bài hunter marketing, để bài ca xạ slip ở hunter marketing niên. Smantha linh tế bài mền tế, granat lọ, treo lương che ở hai nông pe bảy ngày, ta miên ai một phật sầm liệp bom bẹ cùng rủ tiếng làm bảy chốt nút, sầm liệp bom bẹ cùng rủ đọc rồi này bài chỉ dùng tế granat một mền tế, nè cầm pông tài run tràn cái xe ở từ chụp nè, bị bắt tụm nè tụm nông sa thì granat đại can tại thông trình mồn, bất men hai lộc cái này dục gà vi rồi thôiประธานไปhai. ប្រសិនបើសម្លៀកបំពាក់គំរូធ្វើមិនចេញឬមួយក៏អតិថិជនមិនព្រមទទួលយកនោះគេឈ្មោះរបស់កេសេនឹងត្រូវរលីទីអស់ជាមិនខានសាច់ក្រណាត់រនេកនៅក្នុងឃ្លាំងធំត្រូវបានឆេះអស់ហើយប៉ុន្តែនៅក្នុងឃ្លាំងលេខ2នៅមានសប្រភេទសាច់ក្រណាត់ធម្មតានឹងកំទេចក្រណាត់ជាច្រើនការរចនាដ៏ពិតប្រាកដគឺផ្អែកលើការច្នៃម៉ូដនិងគំនិតច្នៃប្រឌិតមិនមែនយកលុយទៅកូទិញសាច់ក្រណាត់នោះទេយកកំទេចក្រណាត់មកធ្វើជាម៉ូដដាច់មុខសម្រាប់កម្មវិធីធំវាពិតជាអាចក្លាយជារឿងដែលគួរឲ្យអស់សំណើចបំផុតក្នុងលោកនេះជាមិនខានលោកអគ្គនាយកខ្ញុំជំទាស់ដៃខាត់ចំពោះផែនការឈួតលប់បែបនេះខ្ញុំយករងតាមគម្រោងរបស់ Shen លោកអគ្គនាយកកវីមិនសមហេតុផលតតែសោះគេគ្រាន់តែជាជំនួយការដែលសូម្បីតែម៉ាស៊ីនកាប់ក៏មិនទាន់ធ្លាប់ប៉ះពាល់ប៉ុន្មានដងផងប្រាក់ពិន័យដែលគេសន្យា300លាននឹងគេឈ្មោះរបស់គេវាមានតម្លៃសមនឹងការនោះក្នុងលើកនេះណាចាប់ពីវិនាទីនេះទៅផែនការលក់បែប Hunter Marketing នឹងចាប់ផ្ដើមអនុវត្តជាផ្លូវការហើយក្នុងរយៈពេល72ម៉ោងបន្ទាប់នេះផ្នែករចនាផ្នែក Hospitality ផ្នែកទំនាក់គ្រប់ផ្នែកទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងបញ្ជាដោយ Shen ទាំងស្រុងលោកប្រធានគេឲ្យនាយកម្នាក់ដូចខ្ញុំទៅស្ដាប់បង្គាប់ជំនួយការម្នាក់នឹងអីអ្នកគ្រប់គ្នានៅទីនេះរួមទាំងលោកដេ Wenbo ផងដែរត្រូវតែសហការដោយមានលក្ខខណ្ឌតាមការចាត់ចែងរបស់ Shen អ្នកណាដែលហ៊ានរុញរេឬគេចវេសនៅគ្រាអាសន្នបែបនេះឬបង្អង់យូត្រូវលាលែងពីតំណែងភ្លាមហើយចេញពីក្រុមហ៊ុនគេទៅរំសាយអង្គប្រជុំជំនួយការ Shen មិនស្រួលទេជួយគំរូនៅវែនខ្វះក្រណាត់បន្តិចតែមានសភាពរឹងមាំល្អមកធ្វើជាទ្រនាប់ចង្កេះតែខ្វះប៉ុន្មានដែរយ៉ាងហោចណាស់កន្លះម៉ែត្រប្រើរបស់នេះទៅធ្វើបែបនេះមេការអាវធំរបស់លោកជាប្រភេទកាត់ដេរលំដាប់ពោះបើកាត់វានឹងត្រូវខូចតិចអស់ហើយប្រសិនបើវាអាចបំពេញបំណែកចុងក្រោយនេះបាននោះវាបានសម្រេចនៅតម្លៃដ៏អស្ចារ្យបំផុតរបស់វាហើយលោកប្រធានគេខ្ញុំនឹងមិនឲ្យលោកចាញ់ដែរថាខ្ញុំធានាថានៅក្នុងពិធីសម្ពោធនឹងធ្វើឲ្យវាមានតម្លៃឡើង10000ដងឈៀវ Shen ឲ្យការដែលការលូកទុកមុនទទួលបានជោគជ័យខ្លាំងការសម្របសម្រួលរបស់អ្នករចនាម៉ូដជាមានគុណសម្បត្តិណាស់នេះជាប្រាក់រង្វាន់គម្រោងនឹងនេះជាពាក្យសុំប្រកាសលទ្ធផលខ្ញុំបានចុះហត្ថលេខារួចរាល់ហើយអ្នកគ្រាន់តែចុះឈ្មោះត្រង់កន្លែងសហម្ចាស់ស្នាដៃទៅបានហើយនាយក3ថ្ងៃមកនេះបុគ្គលិកគ្រប់គ្នាសម្រុកធ្វើការចំណែកអ្នកដេកយ៉ាងស្កប់ស្កល់ក្នុងការិយាល័យសូម្បីតែមកទីបន្ទប់កាត់ដេកក៏មិនដែលឈានជើងចូលផងឥឡូវចង់មកដណ្ដើមគុណសម្បត្តិចរិតបែបនេះមិនអាក្រក់មើលពេកទេអី Shen ណែនកុំឲ្យមុខហើយមិនយកឲ្យសោះមើលឲ្យច្បាស់ពីឋានៈខ្លួនឯងផងនាងគ្រាន់តែជាជំនួយការការិយាល័យប្រធានដែលចាំតែលើទឹកឆុងតែប៉ុណ្ណោះកុំឲ្យតម្លៃខ្លួនឯងពួកគេអីខ្ញុំជាជំនួយការមែនប៉ុន្តែជំនួយការឆុងកាហ្វេម្នាក់នេះហើយដែលបានបង្កើតផលិតផលល្បីដែលអ្នកចំណាយពេល3ឆ្នាំក៏ធ្វើមិនចេញផងខ្ញុំជួយរក្សាឆ្នាំងបាយជានិយោរបស់អ្នកហើយអ្នកចង់ជន់ឈ្លីស្នាដៃខ្ញុំដើម្បីទៅយកមកនេះយកសពទៅទិន្នន័យនេះខ្ញុំនឹងរីការរំលងថ្នាក់ទៅកាន់ក្រុមប្រឹក្សាពិបាលតែក៏ចាំមើលទៅ Shen ណែនាងពិតជាអាចដល់ភាពញាប់អាឡខ្ញុំមែនអាឡូម៉ាក់កូនកំពុងចង់ប្រាប់ម៉ាក់ពីតំណែងល្អមួយណែនប្រញាប់មកវិញមកឪពុកឯងគាត់ស្រាប់តែសន្លប់បាត់ហើយម៉ាក់កុំបារម្ភអីតើប៉ាកើតអី
ម៉ាក់កុំបារម្ភអីតើប៉ាកើតអីគ្រូពេទ្យថាហូរឈាមក្នុងខួរក្បាលក្នុងទ្រង់ទ្រីធំទើបតែចេញសេចក្តីជូនដំណឹងគ្រោះថ្នាក់ត្រូវវះកាត់ខួរក្បាលកូនប្រញាប់មកណាលោកគ្រូពេទ្យសូមមេត្តាប្រើប្រាស់អស់ដែលល្អបំផុតឲ្យតែសង្គ្រោះប៉ាខ្ញុំបានទោះជាអស់លុយប៉ុន្មានក៏ខ្ញុំព្រមដែរសាច់ញាតិសូមស្ងប់ចិត្តសិនអ្នកជំងឺមានការហូរឈាមក្នុងខួរក្បាលច្រើនពេកហើយទីតាំងជ្រៅពេកវាសង្កត់ចំលើសរសៃប្រសាទមជ្ឈមណ្ឌលខួរក្បាលបច្ចុប្បន្នខ្ញុំអាចត្រឹមតែព្យាយាមរក្សាជីវិតអ្នកជំងឺប៉ុន្តែអ្នកជំងឺអាចនឹងជួបគ្រោះថ្នាក់ដល់ជីវិតបានគ្រូពេទ្យមិនទេម៉ាក់លោកគ្រូពេទ្យពិតជាគ្មានវិធីផ្សេងទៀតមែនទេលើកលែងតែអាចអញ្ជើញអ្នកជំនាញវះកាត់ខួរក្បាលគឺសាស្ត្រាចារ្យយ៉ែងប៉ុន្តែការវិភាគរបស់គាត់ពេញអស់ហើយពេលនេះសូម្បីតែរោគមនុស្សក៏មិនឃើញគុំថាឡើយដល់ការសុំឲ្យគាត់ហោះមកវះកាត់ឲ្យនោះតើអ្នកណាជាសាច់ញាតិរបស់ Shen Jiangyo ឆាប់រៀបចំបន្ទប់វះកាត់ខ្ញុំនឹងធ្វើការវះកាត់ដោយតបគេយ៉ែនសេខ្ញុំខ្លាចណាស់កុំខ្លាចអីមានខ្ញុំនៅទីនេះគ្រប់យ៉ាងនឹងមិនអីទេលោក Shen ទីបំផុតលោកដឹងខ្លួនហើយលោកធ្វើឲ្យម៉ែនឹងកូនភ័យសើងាប់ហើយស្អីគេពុកម្នាក់នេះមានសំណាងធំណាស់កុំបារម្ភអីពុកមិនអីទេចំណែកយុវជនរូបរាងសំសួនម្នាក់នេះនានានេះជាសង្សារកូនមែនទេប៉ុន្មានថ្ងៃមកនេះគេហត់នឿយនឹងយើងច្រើនហើយពួកគាត់មិនមែនទេគាត់គឺជាលោកអគ្គនាយកគេជាមេរបស់កូនក្នុងពេលដែលលោកពូដឹងខ្លួនហើយក៏សម្រាប់ឲ្យបានច្រើនចុះនៅក្រុមហ៊ុនមានប្រជុំខ្ញុំសូមនិយាយទៅមុនសិននានាប្រាប់ម៉ែតាមត្រង់មកគាត់ពិតជាគ្រាន់តែជាមេរបស់កូនមែនហ៎តើមានថ្នាក់ដឹកនាំក្រុមហ៊ុនធំឯណាមកដេកយាមនៅមន្ទីរពេទ្យរាល់ថ្ងៃថែមទាំងប្រើខ្សែរយៈជួយពុករបស់កូនតាក់ទងរកគ្រូពេទ្យជំនាញដែលពិបាករកបែបនេះម៉ែគាត់ទៅជាមេកូនមែនគឺក្រុមហ៊ុនមានគម្រោងសំខាន់មួយដែលកូនបានសាងស្នាដៃលោកគេគាត់យកចិត្តកូនចៅទៅមកជួយបែបនេះម៉ែកុំគិតដេកផ្ដាស់អីតើគាត់មានឋានៈពងពោះយ៉ាងណាតើគាត់អាចមានរឿងអ្វីពាក់ព័ន្ធនឹងខ្ញុំទៅកាលពីមុនប៉ាពិតជាយល់ច្រឡំលើកូនមែនមើលទៅពេលនេះលោកប្រធានក៏របស់កូនម្នាក់នេះពិតជាមនុស្សល្អដែលឲ្យតម្លៃលើមនុស្សចិត្តណាមែនណែនចាំពេលដែលសុខភាពបានទូស្រាលហើយពួកយើងត្រូវអញ្ជើញលោកប្រធានក៏មកញ៉ាំបាយដើម្បីអរគុណគាត់ចំពោះបំណាច់ដ៏ធំធេងមួយនេះចាចាំប៉ាចេញពីមន្ទីរពេទ្យសិនចាំគិតទៀតលោកប្រធានក៏មើលចុះហេតុអ្វីបានជាដៃលោកមុនម្លេះធម្មតាពេលចេញទៅក្រៅមិនដែលឃើញលោកច្រើនដល់ថ្នាក់នេះទេប្រយ័ត្នតាមចិនដាផងលោកប្រធានក៏លោកស្រវឹងហើយចាំខ្ញុំទៅចង់ទឹកមុំមួយកែវមកឲ្យលោក Shen ណែនតើឯងពិតជាគ្មានបេះដូងមែនទេតើលោកមានប្រសាសន៍ថាអីនៅក្នុងបន្ទប់អ្នកជំងឺឯងព្យាយាមផ្ដាច់ទំនាក់ទំនងបានលឿនណាស់មែនទេតើខ្ញុំពួកអាត្មាគេខ្លាំងណាស់មែនទេបានជាឯងមិនហ៊ានបង្ហាញអ្វីក៏តែខ្ញុំស្រវឹងបែបនេះទៅឯងព្រមមកជិតខ្ញុំមែនទេ Shen ណែនខ្ញុំស្រឡាញ់ឯងកុំគេចមុខពីខ្ញុំទៀតអីលោកប្រធានកាជំរាបសួរលោកប្រធានកានេះគឺជាតារាងការងារសម្រាប់ថ្ងៃនេះដាក់ទីនោះចុះគឺលោកអគ្គនាយករឿងការពីយប់មិញនៅមកពីផ្ទះរបស់លោកយប់មិញខ្ញុំផឹកច្រើនពេកក៏គង់វិញស្មារតីអស់បាត់ឲ្យតែខ្ញុំស្រវឹងគឺចូលចិត្តនិយាយផ្ដេសផ្ដាសតើខ្ញុំបានធ្វើអ្វីហួសហេតុដាក់លោកដែរទេអត់ទេកាលពីយប់មិញលោកគ្រាន់តែចូលមកដល់ក៏ដេកស្ដុកនៅលើសាឡុងលក់បាត់ទៅមិនបាននិយាយអ្វីទាំងអស់មិនបាននិយាយអ្វីទេអញ្ចឹងមែនទេអញ្ចឹងល្អហើយយកការកញ្ញាប្រាក់ចំណេញរំពឹងទុកប្រចាំត្រីនេះទី2ទៅឲ្យផ្នែកហិរញ្ញវត្ថុធ្វើឡើងវិញបើគ្មានការអីទៀតទេចេញទៅចុះចាស់លោកអគ្គនាយកខ្ញុំចេញទៅឥឡូវនេះហើយសុំមកហើយដែលធ្វើពុតជាវង្វេងស្មារតីលើកនេះល្អមើលហើយសារភាពស្នេហ៍ប្រយោជន៍បាត់ទិញឆ្អឹងជំនីជ្រូកជូរអែមមិនទាន់ទៀតហើយបើឲ្យញ៉ាំមីកញ្ចប់ទៀតខ្ញុំច្បាស់ជាក្អួតមិនខានលោកអគ្គនាយកនេះគឺជាចុងភើឯជនថ្មីនៅផ្ទះខ្ញុំធ្វើការមិនសូវដឹងអីស្រាប់តែធ្វើលើមួយចំណែកបើបោះចោលគឺចេះជាឯងចាស់ការទៅខ្ញុំមិនញ៉ាំរបស់សទេ
លោកអាកានីយកកចុងភើតែលោកស្គាល់ចំណូលចិត្តខ្ញុំច្បាស់ម្ល៉េះវិធីការចែកដនទេញ៉ាំទៅគុំនិយាយច្រើនពេកអ្នកទាំងអស់គ្នាឈប់សម្រាប់ពីការងារបន្តិចសិនលោកប្រធានគេយកចិត្តអ្នករាល់គ្នាដែលខំធ្វើការថែមម៉ោងនេះពេកមិញនេះទើបលោកបានកំណត់50សម្រាប់ពេលសៀវមុខពិសេសព្រះឲ្យហាងនេះពិបាកតម្រង់ជួរជាងគេក្នុងក្រុងគ្រាន់តែនំប៉័ងមួយដុំក៏ថ្លៃជាង100ដែរលោកប្រធានក៏អាយុយឺនយូរជំនួយការ Shen នេះគឺជាអ្វីដែលលោកប្រធានក៏បានផ្ដាំផ្ញើជាពិសេសលោកដឹងថាអ្នកចូលចិត្តនំស៊ីសត Lychee Rose របស់ហាងនេះបំផុតតែក្នុងមួយក្រុងមានលក់ត្រឹមតែ10ចំណែកប៉ុណ្ណោះលោកប្រធានក៏បានឲ្យគេទៅតម្រង់ជួរទិញបានតែមួយចំណែកគត់តើលោកប្រធានក៏ចង់ធ្វើអ្វីឲ្យប្រកបទៅសូមទោសមិននឹកស្មានថាក្រុមហ៊ុននេះមានលក្ខណៈស្រីស្អាតកម្រិតនេះសោះខ្ញុំឈ្មោះហេនយកមកពីក្រុមហ៊ុនសំណង់ស្រីស្អាតសូមវ៉ាឆាត់មួយមកសូមទោសលោករ៉ូហេនឥឡូវនេះជាម៉ោងធ្វើការមិនអាចបន្ថែមវ៉ាឆាត់ខ្លួនបានទេចាំបន្តិចមិនថែមវ៉ាឆាត់ក៏បានដែរប៉ុន្តែជួយឆ្លើយសំណួរខ្ញុំមួយមក Shen អ្នកតើអ្នកមានសង្សារហើយឬនៅអត់មានទេឲ្យតែមានសង្សារគឺបានហើយចាប់ពីថ្ងៃនេះទៅខ្ញុំឃើញយាននឹងចាប់ដើមតាមញ៉ែចិនណែជាផ្លូវការណែនេះគឺខ្ញុំបានឲ្យចុងភៅ Michelin ធ្វើតាមរសជាតិដែលអ្នកចូលចិត្តអាហារពេលព្រឹកដែលខ្ញុំធ្វើមិនថាអ្នករោមទទួលឬអត់គឺខ្ញុំសម្រេចតាមញ៉ែអ្នកហើយលោករ៉ូហេនទឹកចិត្តរបស់លោកខ្ញុំយល់ហើយប៉ុន្តែខ្ញុំពិតជាបានញ៉ាំរួចហើយបើអ្នកមិនព្រមខ្ញុំនឹងមកទីនេះរាល់ថ្ងៃយ៉ាងណាមិញបន្ទាប់ពីនេះក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនរបស់អ្នកនឹងមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅរយៈពេលយូរខ្ញុំនឹងមករកអ្នកឲ្យបានញឹកញាប់រហូតដល់ពេលអ្នកងក់ក្បាលព្រមធ្វើជាមិត្តស្រីរបស់ខ្ញុំទៅឈប់លោករ៉ូហេនការងារគឺការងាររឿងតខ្លួនខ្ញុំនៅមានឯកសារជាច្រើនទៀតដែលត្រូវចាត់ចែងសូមអភ័យទោសខ្ញុំសូមទៅមុនហើយនាងប្រាប់ហេនយាថានាងមិនទាន់មានមិត្តព្រោះតើនាងចង់ប្រាប់គេថាគេមានឱកាសតាមស្រឡាញ់នាងមែនទេចុះលោកអាកានីយកតើលោកមានមិត្តស្រីទេមានទេអញ្ចឹងលោកកំពុងរំលឹកខ្ញុំថាខ្ញុំអាចតាមស្រឡាញ់លោកមែនទេមិនមែនទេគឺខ្ញុំទេដែលចង់តាមស្រឡាញ់នាងលោកអាកានីយកលោកជាប្រធានក្រុមហ៊ុនចំណែកខ្ញុំគ្រាន់តែជាជំនួយការម្នាក់ឋានៈពួកយើងខុសគ្នាខ្លាំងណាស់ប្រសិនបើទំនាក់ទំនងត្រូវបានបើចំមកពាក្យចាមអារាមក្នុងក្រុមហ៊ុននឹងធ្វើឲ្យខ្ញុំរងសម្ពាធរហូតដល់ដកដង្ហើមមិនរួចឡើយរាល់ឧបសគ្គនិងពាក្យចាមអារាមទាំងអស់ខ្ញុំនឹងដោះស្រាយនិងមិនអោយអ្នកត្រូវទ្រាំអន់ចិត្តបន្តិចអ្នកគ្រាន់តែពួកបើបានហើយខ្ញុំអាចយល់ព្រមនឹងអ្នកបានប៉ុន្តែយើងត្រូវលួចលាក់តាក់ទងគ្នានៅក្រុមហ៊ុនយើងមានទំនាក់ទំនងត្រឹមជាថ្នាក់លើនិងថ្នាក់ក្រោមតែប៉ុណ្ណោះដែលខាតមិនអាចឲ្យអ្នកណាដឹងរឿងនេះឡើយស្នេហាលួចលាក់ខ្ញុំគេយ៉ាងសឿតាក់ទងគ្នាម្ដងតែជាមិនអាចឲ្យគេឃើញពលឹងថ្ងៃទៅវិញបើអ្នកមិនព្រមទេអីចឹងពួកយើងចប់គ្នាត្រឹមនឹងទៅនេះញ៉ាំបើអ្នកមិនព្រមទេអីចឹងពួកយើងចប់គ្នាត្រឹមនឹងទៅមិនអីទេតាមអ្នកចុះស្នេហាលួចលាក់ក៏បានលោកប្រធានកាត់អ្នកទៅមុនទៅខ្ញុំចាំ10នាទីទៀតចាំឡើងទៅជំនួយការ Shen នេះជាលើកទី3ហើយក្នុងសប្តាហ៍នេះតែពួកយើងបំបែកគ្នាធ្វើសកម្មភាពយើងកំពុងតែស្រឡាញ់គ្នាមិនមែនកំពុងធ្វើកិច្ចការចារកម្មទេប្រយ័ត្នគង់មិនប្រយ័ត្នបងស្នេហាលួចលាក់ត្រូវតែមានក្រមសីលធម៌នៃស្នេហាលួចលាក់គីយ៉ានសឺអ្នកឈួតហើយអីមានកាមេរ៉ាសុខភាពណាគីយ៉ានសឺអ្នកឈួតហើយអីមានកាមេរ៉ាទីនេះជាកន្លែងអ្នកកាមេរ៉ាមើលមិនឃើញទេពីយ៉ាងទៀតដែលត្រជាក់ដល់ថ្នាក់នេះបើខ្ញុំមិនកាន់តើអ្នកណាកាន់មានមនុស្សលោកអាកានីយកលោកក៏ជីចិនដាយននេះដែរមែនទេជំនួយការ Shen ហេតុអ្វីបានជាមុខនាងក្រហមម្លេះក្នុងចិនដាយនក្តៅណាស់មែនទេអូមែនហើយរៀងថប់បន្តិចquáអុកស៊ីសែនអុកស៊ីសែនជំនួយការ Shen បន្តិចទៀតមកការិយាល័យរបស់ខ្ញុំរាយការណ៍អំពីគម្រោងកែលម្អបញ្ហាquáអុកស៊ីសែនគីយ៉ានស៊ីលោកកុំមកលេងសើចអី
ngay đây mình chăm bách đùm rong chu bẹp ní có chi lọ nè và chỗ chất nhôm nâng tinh ở nhẹ rót ngày nì dục lên bên ní lục ở gần nì dục gặp mình giờ chu bù để riêng mình toán po cùng ru ní rơi tẻ oi lục ở gần nì dục kia sầm đại liềm lục ở gần nì dục kia sông mơ po pro cha nì lục ở gần nì dục gần lục tơ tay nhầm bài ca cu tiên muốn chỗ cứ chỉ cầm sơ thổ ta đã gạo cho một liên nhẹ đấy sông tố lục ở gần nì dục gặp nhôm pro nhà bể hai lục nhầm mình nè anh tay chùm này bị nè bẹp ní ông bánh bánh nhôm hạ đôi chia sum lấy nơi thẳng càoตัวนี้មានអ្វីកម្រើកឬមួយមានឆ្មាចូលមកមែនទេលេនលែនតាអ្នកមកដើម្បីឲ្យសម្រេចរឿងពណ៌ឬក៏មកធ្វើជាអ្នកជំនាញសាស្ត្រមែនទេគ្រាន់តែជាការលេងសើចទេចុះលោកមើលបែបនេះវិញ1សម្រាប់យកពណ៌ប្រភេទចុះមិនអីទេអ្នកត្រឡប់ទៅវិញមុនចុះបាទលោកប្រធានកែសំណាងហើយសើតែត្រូវគេរកឃើញទៅហើយអូនសំឡាញ់បើខ្លាចគេដឹងថ្នាក់នឹងហេតុអ្វីយើងមិនប្រកាសជាសាធារណៈតែម្ដងទៅកុំអីអូនមិនទាន់ត្រៀមខ្លួនរួចរាល់ទេប្រញាប់ញ៉ាំទៅបងត្រូវត្រឡប់ទៅធ្វើការវិញហើយលោកប្រធានក៏មានរឿងធំហើយ Day 1ពោបាននាំបុគ្គលិកបង្គោល5នាក់នៃផ្នែកកញ្ចនាលីឈប់ពីការងារទាំងអស់នេះហើយបានទៅចូលរួមជាមួយក្រុមហ៊ុនគូប្រជែងឆេងយកគ្រូបាត់ហើយពួកគេមិនពណ៌ពីប្រាក់ពីនៃទេការសម្ដែងធំប្រចាំឆ្នាំនឹងត្រូវចាប់ដើមនៅសប្តាហ៍ក្រោយហើយលោកប្រធានក៏មិនត្រឹមតែម៉ូតរ៉កមិនទេតែម៉ូតសំខាន់របស់ពួកគេនឹងគំនូរប្លង់ដែល Jay Wenbo ធ្លាប់បានដាក់ជូននោះគឺមានភាពស្រដៀងគ្នារហូតដល់ទៅ 90% ឯណោះឥឡូវនេះមកនៅលើអ៊ីនធឺណិតកំពុងតែវាប្រហែលថាក្រុមហ៊ុន Gashi របស់យើងអស់គំនិតនឹងជាប់សង្ស័យពីការលួចចម្លងខ្ញុំស្នើឲ្យលោកចោលកម្មវិធីប្រចាំលោកចោលកម្មវិធីធំរួចចេញសេចក្តីថ្លែងការណ៍សូមទោសបើបន្តកម្មវិធីលើនេះគឺរកតែរឿងអាម៉ាត់ខ្លួនឯងតែកម្មវិធីធំមិនអាចលោកចោលទេប្រសិនបើ Gashi តថយស្លាកស្នាមនៃការលួចចម្លងនឹងនៅជាប់ខ្លួនជារៀងរហូតតើឯងមានសិទ្ធិអីមកនិយាយនៅទីនេះនេះជាសេចក្តីព្រាងនៃសេរីញ៉ាំពីសម្បុកតែខ្ញុំសន្សំ2ឆ្នាំមកនេះវាខុសគ្នាទាំងស្រុងពីស្ទីលរបស់ Jay Biwan ឲ្យពេលខ្ញុំ3ថ្ងៃខ្ញុំនឹងនាំមនុស្សសម្រុកធ្វើម៉ូតសម្រាប់កម្មវិធីធំទាំងអស់ឲ្យហើយឈួតមែនតើអ្នកយកអ្វីមកធានាយកតំណែងសៀវរបស់ខ្ញុំមកធ្វើជាការធានាចាប់ពីពេលនេះទៅ Shannon គឺជានាយកស្ដីទីផ្នែករចនាបើកម្មវិធីនេះបរាជ័យខ្ញុំនឹងសុំលាលែងពីតំណែងអ្នកឈួតហើយដើម្បីតែក្មេងស្រីម្នាក់ហ៊ានយកក្រុមហ៊ុន Gashi ទាំងមូលមកលេងសើចបែបនេះការតាំងចិត្តធ្វើកម្មវិធីក្នុងពេល3ថ្ងៃតើអ្នកដឹងទេថាការងារដែលអ្នកទើបតែទទួលវាធ្ងន់ធ្ងរកម្រិតណាខ្ញុំដឹងនេះជាការងារដែលមិនអាចទៅរួចតែអ្នកហ៊ានយកតំណែងសៀវមកធានាឲ្យខ្ញុំតើអ្នកមិនខ្លាចខ្ញុំធ្វើឲ្យខូចការហើយធ្វើឲ្យអ្នករើគេដេញចេញទេអីក្នុងពេលដែលអ្នកហ៊ានយកការខិតខំ2ឆ្នាំមកដោះស្រាយខ្ញុំក៏ហ៊ានភ្នាល់ជាមួយអ្នកដែរដាក់ដើមទុនទាំងអស់ដែលមានធ្វើវាអស់ពីសមត្ថភាពទៅបើមានបញ្ហាអីខ្ញុំនឹងចេញមកការពារអ្នកការបង្ហាញម៉ូដដ៏ធំនេះខ្ញុំដាច់ខាតមិនបណ្ដោយឲ្យ Gashi បាក់មុខទេហើយក៏មិនបណ្ដោយឲ្យលោកចាញ់ដែរលោកនាយកបង្ហាញម៉ូដនៅខាងស្អែកហើយអ្នកឥឡូវបែរមកប្រាប់ខ្ញុំថាម៉ាស៊ីនបោះពុម្ពនិងម៉ាស៊ីនពណ៌មានបញ្ហាខូចបន្ទះ CPU ត្រង់ទ្រីធំតើវាអាចទៅរួចយ៉ាងម៉េចនាយក Shen ឲ្យម៉ាស៊ីនវាខូចទៅហើយខ្ញុំក៏មានវិធីដែរយ៉ាងលឿនបំផុតក៏ត្រូវជួសជុលមួយសប្តាហ៍ដែរការប្រកួតទំនិញប្រកាសជាត្រូវពន្យាពេលហើយអាចឈួតនេះច្បាស់ជាមានល្បិចហើយមានរឿងអីមែនទេនៅខាងរោងចក្រមានបញ្ហាមែនទេនាយករោងចក្រថាម៉ាស៊ីនខូចអស់ហើយផ្អាកការងារទាំងស្រុងបើគ្មានខោអាវគំរូទេការបង្ហាញម៉ូដនឹងត្រូវរលាយទាំង Gashi នឹងកេរ្តិ៍ឈ្មោះរបស់ខ្ញុំនឹងត្រូវវិនាសអស់គុំស្លន់ស្លោអីទុកឲ្យខ្ញុំលោកឆៅជួយរៀបចំរោងចក្រសាខា Nanching ឲ្យទំនេរខ្សែចង្វាក់ផលិតកម្មទាំងអស់ឲ្យខ្ញុំយប់នេះទទួលការបញ្ជាទិញបន្ទាន់របស់ខ្ញុំមួយច្បាប់កម្មករទាំងអស់ទទួលបានប្រាក់ខែ3ដងចាប់ដើមការងារភ្លាមរោងចក្ររួចរាល់ហើយឥឡូវអ្នកប្រញាប់នាំអង្គរៈរបស់ខ្ញុំទៅរោងចក្រចាស់រួចដឹកជញ្ជូនក្រណាត់ទាំងអស់ពេញមួយយកទៅទីក្រុង Nanching ល្អឲ្យតែមានរោងចក្រទួយកខ្ញុំនឹងអាចដេកខោអាវឲ្យរួចទាន់ពេលលោកកុំបារម្ភអីខ្ញុំបានបិទបារ៉ែភ្លើងមេអស់ហើយទូខាង Gashi គេប្រញាប់ស្លាប់ក៏ដោយក៏មិនអាចយកខោអាវបានសំបីតែមួយកុំភ្លេចដែរបើប្រាក់ខែពី Gashi តែបែរជាមកស៊ីលុយមករបស់ឆេងយ៉ូនាយករោងចក្រការកិននារបស់លោកគឺខ្លាំងដល់ថ្នាក់ខ្ញុំនៅកណ្ដាលក្រុងក៏ស្ដាប់គឺដែរប្រធាន Shen ហេតុអីអ្នកមកទីនេះគូតាំងនៅនឹងមុខទាំងមនុស្សទាំងលុយបញ្ជូនទៅកាន់ផ្នែកស៊ើបអង្កេតសេដ្ឋកិច្ចភ្លាមព្រះឲ្យការរចនាដែលប្លែកពីធម្មតាបែបនេះ
ตาអាចទៅរួចយ៉ាងម៉េចត្រឹមតែ3ថ្ងៃសោះធ្វើម៉េចនឹងអាចធ្វើវាចេញមកបានលោកអ្នកខ្ញុំមានអារម្មណ៍ថាដូចជាមិនទាន់ដឹងខ្លួនពេលដែលឡើងមកអរគុណមិញនេះពេលលឺស្នូទះដៃពីខាងក្រោមឆាកជើងរបស់ខ្ញុំទន់អស់ហើយទន់អីទៅមិញនេះនៅលើឆាកអ្នកហាក់ដូចជាស្ដេចដែលបញ្ចេញពន្លឺអញ្ចឹងនាងញៀនយប់នេះពួកយើងទទួលបានជោគជ័យធំតម្លៃភាគហ៊ុនកាសេក៏រក្សាបានដែរហើយឈ្មោះរបស់អ្នកក៏នឹងល្បីរន្ទឺពេញពិភពទេសិនដែរទាំងអស់នេះត្រូវអរគុណលោកដែលសុខចិត្តយកតំណែងសៀវមកប្រថុយជាមួយខ្ញុំជួបអានេះក្នុងពេលដែលវិបត្តិត្រូវបានដោះស្រាយរួចហើយពួកយើងក៏គួរតែនិយាយពីរឿងតខ្លួនដែររឿងតខ្លួនខ្ញុំមិនចង់លួចលាក់មានស្នេហាជាមួយអ្នកទៀតទេយកឯងក្នុងពិធីជប់លៀងអបអរខ្ញុំចង់ណែនាំជាផ្លូវការដល់គ្រប់គ្នាថាមិនមែនជានាយិកាရှန်ទេតែគឺជាគូដណ្ដឹងរបស់គីយ៉ានឈិនព្រមមិនកិច្ចវិធីទេស្អែកយើងនឹងប្រជុំរួមគ្នាការបង្ហាញម៉ូដលើកនេះយើងមិនត្រឹមតែបំផ្លាញល្បិចកលរបស់គូប្រជែងប៉ុណ្ណោះទេថែមទាំងបានបង្កើតកំណត់ត្រាលក់គូបំផុតរបស់គឺគ្រូក្នុងរយៈពេល3ឆ្នាំនេះដែរអ្វីទាំងអស់នេះគឺដោយសារមនុស្សម្នាក់ខ្ញុំសូមប្រកាសជាផ្លូវការនៅទីនេះថា Shannon នឹងកាន់តំណែងជានាយិកាផ្លូវការនៃផ្នែកកោចនារបស់គឺគ្រូក្រៅពីរឿងការងារថ្ងៃនេះខ្ញុំក៏ចង់ឆ្លៀតឱកាសនេះប្រកាសរឿងតខ្លួនមួយកញ្ញា Shannon តែនៅក្បែរខ្ញុំនេះក៏ជាគូដណ្ដឹងរបស់គេយ៉ែនចាន់ដែរឈប់សិនម៉ាក់មិនក៏ម៉ាក់មកទីនេះហើបើម៉ាក់មិនមកទេមេឃរបស់ក្រុមហ៊ុនក៏នឹងប្រហែលជាត្រូវអ្នកបម្រើទឹកម្នាក់នេះធ្វើឲ្យក្រឡាប់ចាក់អស់ហើយមែនទេជំរាបសួរលោកប្រធានណែនសេកូនដំឡើងតំណែងឲ្យគេជានាយកដើម្បីលួងចិត្តបុគ្គលិកម៉ាក់អាចមិនអើពើបានប៉ុន្តែតំណែងកូនប្រសារគ្រូសាគេមិនមែនសម្រាប់មនុស្សស្រីមានប្រភពមកបងប្រាថ្នាបានតាមចិត្តឡើយអ្នកមីងកុំខឹងអីបងប្រុសគាត់ប្រហែលជាគ្រាន់តែត្រូវគេបោកបញ្ឆោតមួយពេលប៉ុណ្ណោះលោកអ្នកនាងទាំងអស់គ្នាឆ្លៀតពេលដែលអ្នកសារព័ត៌មាននៅទីនេះខ្ញុំសូមប្រកាសជាផ្លូវការនៅដំណឹងមង្គលគឺគ្រូកែរបស់យើងនឹងរៀបចំពិធីជាប់ពាក្យជាមួយកូនស្រីត្រកូលសងនៃធនាគារវិនិយោគលំដាប់កំពូលនៅ Wall Street គឺកញ្ញាសងចៃជាផ្លូវការនៅខែក្រោយនេះមើលឋានៈខ្លួនឯងឲ្យច្បាស់ហងចាប់មានថ្ងៃខ្លាយជាហងបានឡើយតើកូនកំពុងធ្វើអ្វីហ្នឹងគ្រប់តែមានថ្ងៃនេះបានគឺដោយសារសមត្ថភាពមិនចាំបាច់យកអាពាហ៍ពិពាហ៍របស់ខ្ញុំទៅដោះដូរផលប្រយោជន៍អ្វីទាំងអស់ Shannon មិនត្រឹមតែជាអ្នកមានគុណជួយសង្គ្រោះកម្មវិធីធំនេះទេតែនាងគឺជាមិត្តស្រីតែម្នាក់តែខ្ញុំគេយ៉ានសៀទទួលស្គាល់ក្នុងជាតិនេះអ្នកណាហ៊ានប៉ះពាល់នាងគឺស្មើនឹងមានបញ្ហាជាមួយខ្ញុំគេយ៉ានហើយឯងចេញមកក្រៅជាមួយម៉ាក់លៀមShannon ឯងគុំស្មានថាបងប្រុសអំបញ្ញមិញខ្ញុំទៅតែជួយដោះស្រាយបញ្ហាឲ្យអ្នកទើបអ្នកអាចអង្គុយតំណែងជាកូនប្រសារស្រីកោបានយ៉ាងរឹងមាំតំណែងនេះទោះបីជាមន់ព្រៃលីលំចូលក្នុងពងហងក៏ដោយក៏នៅតែមិនអាចលាក់បាំងក្លិនក្រៃក្រពេញខ្លួនបានដែរពិតមែនហើយ Shay អ្នកមើលថានាងស្លៀកពាក់របស់របរអីហ្នឹងសំបីតែ logo មកក៏គ្មានដែរប្រហែលជាជួលមកពីសារបោះដុំណាមួយជាទំនិញតាមចិញ្ចើមថ្នល់ទេដឹងអាវដែលខ្ញុំកំពុងស្លៀកនេះគឺមកពីប្រទេសបារាំងរចនាដោយប្រធានអ្នករចនាម៉ូដនៃ Studio Milan ជាការកាត់ដេរដោយដៃយ៉ាងប្រណីតតម្លៃ2លានយន្តគ្រាប់តូចនេះមួយនៅលើនឹងគឺគ្រប់គ្រាន់ឲ្យអ្នកធ្វើការ10ឆ្នាំអ្នកប្រហែលជាជាតិនឹងមានវាសនាបានស្លៀកវាទេ2លានយន្តកញ្ញាសងអ្នកត្រូវគេបោកហើយឯងនិយាយឈួតអីហ្នឹងមនុស្សស្រីដូចជាឯងសំបីតែម៉ាក់ល្បីក៏មិនស្គាល់ផងចេះមកដឹងរឿងរបស់លំដាប់អីដែរទី1ការកាត់ដេរកម្រិតពូពិតប្រាកដគឺផ្ដោតសំខាន់លើការស៊ីគ្នាបំផុតនៃសមាមាត្រមាសរបស់រាងកាយនៅត្រង់ចង្កេះចំហៀងរបស់អ្នកខ្សែចង្កេះដេរលំអៀងយ៉ាងច្បាស់អស់2សង់ទីម៉ែត្រដែលធ្វើឲ្យខ្សែក្រណាត់នៅត្រង់ពូជ្រីងបន្តិចមើលទៅធ្វើឲ្យរូបរាងថតជាងដៃកំពូលជាងកាត់ដេរនៅហាងនោះមិនអាចបង្កកំហុសកម្រិតទាបបែបនេះឡើយនាងកុំមកធ្វើពុតជាអ្នកជំនាញនៅទីនេះអីហើយដោយសារតែទំហំវាមិនត្រូវនឹងនាងវាក៏ត្រូវបានជាងកាត់ដេរលំដាប់អននៅក្នុងស្រុកយកទៅកែសម្រួលជាលើកទី2យ៉ាងអនបំផុតអូនៅត្រង់ជង្គង់ហាក់ដូចជាត្រូវបានកែពិតមែនព្រោះអ្នកដេរវាមិនស្មើគ្នាទេយកសម្លៀកបំពាក់ម៉ូដចាស់ដែលកែរួចហើយមកអួតនៅចំពោះមុខខ្ញុំដែលជានាយកផ្នែករចនាម៉ូដអ្នកនាងសុងតើអ្នកណាឲ្យប្រកាសដែលកំពុងតែធ្វើរឿងមកគេនោះទី2ការត្រង់ស្មាររបស់រ៉ូបនេះបែរជាប្រើប្រាស់នៅបន្ទះជ័រ
សរសៃសំយោគដែលមានតម្លៃថោកបំផុតទៅវិញមិនមែនជាបន្ទះរណបរោមសេះធ្វើដោយដៃដែលជាសញ្ញាសម្គាល់របស់ប្រេងនេះឡើយនេះមិនមែនជារោគកាត់ដេរពិសេសតម្លៃរាប់លានអីនោះទេនេះគ្រាន់តែជារោគដែលគេបោះបង់ចោលពីកម្មវិធីដើមម៉ូដរដូវស្លឹកឈើជ្រុះនិងរដូវរងាកាលពីឆ្នាំមុនតែប៉ុណ្ណោះសមត្ថភាពប្រយុទ្ធខ្លាំងមែនទែននាយកសិនអំបាញ់មិញខ្ញុំបំរុងនឹងដើរមកជួយស្រីស្អាតទៅហើយតែមើលទៅខ្ញុំបារម្ភច្រើនពេកហើយដើម្បីចាត់ការរោគខ្លាំងខ្លាយដែរកែសម្រួលមកនេះមិនបាច់រំខានលោកប្រធានគូចេញមុខដោយតទេសម្រាប់មន់មិនបាច់ប្រើគ្រាន់តែគេការបង្ហាញសមត្ថភាពមែនទេធ្វើបានល្អណាស់ជំនាញវិជ្ជាជីវៈរបស់ប្រធានការពិតជាធ្វើឲ្យគ្រប់គ្នាអបសរសើរខ្លាំងណាស់Shannon ឯងពិតជាថ្លើមធំពេកហើយជាគឺជាភ្ញៀវកិត្តិយសរបស់គ្រួសារគេយើងឯងជាស្អីទៅបានជាហ៊ានមកធ្វើឲ្យគេអាម៉ាស់នៅចំពោះមុខមនុស្សម្នាក់បែបនេះនេះជាមាយាទរបស់ឯងអ្នកមីងកុំបន្ទោសកញ្ញា Shan អីប្រហែលជាមកពីខ្ញុំមិនប្រយ័ត្នស្លៀកពាក់ខុសទៅធ្វើឲ្យទៅភ្នែកកញ្ញា Shan ម៉ាក់បើម៉ាក់ចង់និយាយពីមាយាទម៉ាក់គួរតែសួរកញ្ញាសងសិនថាតើអ្នកណាជាអ្នកដើរទៅរក Shannon ដើម្បីបង្អួតនឹងឌឺដងមុនគេពេលគេបកអាក្រាតហើយនៅចង់ទម្លាក់កំហុសឲ្យគេទៀតខ្ញុំមើលទៅអ្នកខ្វះមាយាទគឺជានាងទៅវិញទេឯងដើម្បីតែស្រីម្នាក់នេះសំបីតែម៉ាក់បង្កើតក៏ហ៊ានមកជាមួយដែរមែនទេល្អណាស់ពួកឯងទាំងពីរឥឡូវនេះតើតាមម៉ាក់មកបន្ទប់រៀនភ្លាមឯងមកទីនេះមានខ្ញុំនៅទីនេះមិនបាច់ខ្លាចទេនេះគឺជាតែដែលហងផែវផលិតពីដើមមេនៅភ្នំវ៉ៃណាយ៉ែនជាឯងតាំងពីតូចធ្លាប់តែផឹករបស់ល្អលំដាប់ពោះបែបនេះច្បាស់ជាពូកែសម្គាល់រសជាតិហើយម៉ាក់តែឲ្យតែផឹកទៅមានជាតិផ្អែមជាប់មាត់គឺជាតែល្អហើយមិនចាំបាច់ទៅកពីតែអនដែលដុសរីបាយតាមភ្នំដាច់ស្រយាលបែបនេះទោះមានសំណាងបានដាក់ក្នុងកុំស៊ីវដេស្វាយដ៏មានតម្លៃនេះក៏មានតែធ្វើឲ្យខូចតែមួយកុំស៊ីវនេះដែរយ៉ាងជឿឯងយល់ស្របទេកញ្ញាសិនសាក់លក់មើលទៅតែប្រភេទនេះត្រូវប្រើកុំស៊ីវដេស្វាយលំដាប់ពោះឆុងជាមួយទឹករើលលាយពីលើភ្នំសីតុណ្ហភាពខុសគ្នាតែមួយអង្សារសជាតិដើមរបស់វានឹងរលាយបាត់អស់ពិតជាតែល្អមែនមិនថាជាតែឬជាមនុស្សទេអ្វីដែលសំខាន់បំផុតគឺភាពស័ក្តិសមគ្នាម៉ាក់បើថ្ងៃនេះម៉ាក់ហៅពួកយើងមកគ្រាន់តែដើម្បីនិយាយពាក្យឌឺដងផ្លែការបែបនេះតែនេះមិនបែកផឹកក៏បានដែរនាងមិនមែនជាតែអននោះទេនាងគឺជានាយិកាដែលមិនអាចខ្វះបានរបស់ហ៊ូស៊ឺហើយក៏ជាអនាគតភរិយារបស់កូនដែរយ៉ាងជឿឯងចេញទៅមុនចុះម៉ាក់មានរឿងចង់និយាយជាមួយកញ្ញាសិនតែពីរនាក់ម៉ាក់លោកអគ្គនាយកលោកទៅចាំខាងក្រៅសិនទៅខ្ញុំក៏មានរឿងចង់និយាយជាមួយលោកប្រធាននិយាយនេះឲ្យច្បាស់នៅចំពោះមុខមកកញ្ញា Shan រឿងដែលយ៉ែនសិឆេវឆាវមួយពេលរហូតវង្វេងនឹងអ្នកនោះខ្ញុំអាចយល់បានប៉ុន្តែប្រពន្ធរបស់គេគឺត្រូវតែជាអ្នកដែលអាចតស៊ូប្រកៀកស្មារជាមួយគេបានមិនមែនជាមនុស្សដូចអ្នកនោះទេលោកប្រធានលោកមើលងាយខ្ញុំពេកហើយក៏មើលងាយគេយ៉ែនសិពេកដែរតើអ្នកចង់មានន័យថាម៉េចមហិច្ឆតាមិនទាន់គ្រាន់មែនទេខ្ញុំនឹងបង្កើតសមិទ្ធផលជារបស់ខ្លួនឯងហើយក៏នឹងឈរនៅក្នុងវិស័យនេះនៅចំណុចកំពូលប៉ុន្តែលោកយល់ច្រឡំមួយចំណុចខ្ញុំធ្វើបែបនេះមិនមែនដើម្បីបង្ហាញនរណាម្នាក់ថាខ្ញុំស័ក្តិសមនឹងអ្នកណានោះទេគឺដោយសារតែខ្លួនខ្ញុំតពូកែគ្រប់គ្រាន់រួចទៅហើយគេយ៉ែនសិស្រឡាញ់ខ្ញុំគឺដោយសារតែខ្ញុំមានតម្លៃមិនមែនដោយសារខ្ញុំស្របតាមស្តង់ដាររៀបការរបស់គ្រួសារគេនោះទេលោកអគ្គនាយកគេនេះគឺជាលិខិតលាលែងពីតំណែងរបស់ខ្ញុំដោយសារតែម៉ាក់ខ្ញុំទៅរកអ្នកកាលពីម្សិលមិញបើដោយសារតែគាត់អ្នកមិនបាច់ខ្វល់ទេខ្ញុំនឹងដោះស្រាយវាមិនមែនមកពីលោកប្រធានទាំងស្រុងនោះទេយ៉ែនសេឲ្យតែខ្ញុំនៅតែមានឈ្មោះជាបុគ្គលិករបស់ក្រុមហ៊ុនកានៅជាប់លួនមិនថាអនាគតខ្ញុំរចនាស្នាដៃបានល្អប៉ុណ្ណាឬទទួលបានរង្វាន់ធំកម្រិតណាក៏ដោយនៅក្នុងក្រសែភ្នែកអ្នកខាងក្រៅខ្ញុំនៅតែជាគ្រឿងបន្លាស់ដែលពឹងផ្អែកលើលោកប្រធានកាដើម្បីជោគជ័យខ្ញុំមិនខ្លាចពាក្យចាមអារ៉ាមទេប៉ុន្តែខ្ញុំមិនអាចរំបានទេប្រសិនបើសុបិនរបស់ខ្ញុំត្រូវបានគ្រប់គ្រងដោយមូលធននិងទេសាធារណៈខ្ញុំចង់ឲ្យគ្រប់គ្នាពេលឃើញសម្លៀកបំពាក់របស់ខ្ញុំដំបូងគេនឹកឃើញដល់អ្នករចនា Mode Shannon មិនមែនត្រឹមតែជាមិត្តស្រីរបស់ Kian Sun នោះទេបើមានគម្រោងតខ្លួនហើយអីចឹងធ្វើវាដោយក្លាហានទៅលោក
មិនខត់ខ្ញុំទេអីហេតុអ្វីត្រូវខត់មនុស្សស្រីដែលខ្ញុំគេយ៉ាងសេចាប់អារម្មណ៍មិនមែនជាមនុស្សដែលបានត្រឹមតែចិញ្ចឹមក្នុងទ្រង់មាសនោះទេប៉ុន្តែគឺជាសត្វឥន្ទ្រីដែលកើតមកដើម្បីហោះហើរលើមេឃដ៏ខ្ពស់ត្រដែតធ្វើវាឲ្យអស់ពីចិត្តទៅដើម្បីបង្ហាញឲ្យគ្រប់គ្នាបានឃើញថាអ្នកនឹងទៅដល់មេឃដែលធំទូលាយជាងនេះការធ្វើម៉ូដែល3គឺសម្រាប់ម៉ូសំខាន់ទីបំផុតបានរួចរាល់ហើយអត់ងុយប៊ីយកជាប់គ្នាឆ្អឹងចាស់របស់ខ្ញុំហៀបនឹងរលះអស់ហើយប៉ុន្តែឃើញលទ្ធផលបែបនេះគឺពិតជាមានតម្លៃណាស់អ្នកទាំងអស់គ្នាហត់ហើយយប់នេះគុំនៅយប់ជ្រៅទៀតអីស្អែកប្រចាំយើងមកបន្តទៀតដាក់បញ្ជូនទៅក្នុងប្រព័ន្ធប្រកួតធំលោក Shen សុំទោសផងមនុស្សស្លាប់រស់ត្រកស្លាប់បាក់សីស្លាប់រស់ចំណីលោក Shen តោះពួកយើងប្រញាប់ឡើងទូកទៅពេលដាក់ការងាររួចរាល់ហើយគ្រប់គ្នាក៏អាចធូរស្រាលក្នុងចិត្តបានហើយបាទខ្ញុំនឹងចូលក្នុងប្រព័ន្ធឥឡូវនេះនេះមិនមែនជាគ្រោះថ្នាក់ចៃដន្យទេគឺមានអ្នកលួចធ្វើល្បិចខូចហើយអ្វីទៅចុះឯកសាររចនារបស់ពួកយើងវិញការចម្លងទុកលើ cloud ត្រូវបានគេប្រើពីយប់មិញហើយសូម្បីតែប្រវត្តិនៃការកែប្រែក៏ត្រូវបានលោកចោលស្អាតមានសមិនក៏អញ្ចឹងលោក Shen កាលពីយប់មិញពេលត្រឡប់ទៅវិញនៅល្អសោះនឹងតើមានចោលលួចមែនទេកម្លាំងញើសឈាម3ខែរបស់ពួកយើងត្រូវរលាយអស់ហើយឥឡូវម៉ោង10ព្រឹកហើយនៅសល់តែ5ម៉ោងទៀតប៉ុណ្ណោះដល់ពេលដាក់ការងារទោះជាទេវតាក៏មកជួយមិនទាន់ដែរនេះជាឱកាសតែមួយគត់ដើម្បីឲ្យប្រេងយើងងើបឡើងវិញណាលោកប្តឹងប៉ូលីសទៅលោក Shen នេះក៏ជាការបំផ្លាញផ្នែកអាជីវកម្មហើយពួកយើងយកបង្កាន់ដៃប្តឹងប៉ូលីសទៅជួបជាមួយគណៈកម្មការរៀបចំការប្រកួតដើម្បីសុំពន្យាពេលប្រហែលជាអាចនៅមានសង្ឃឹមខ្លះច្បាប់គឺជាច្បាប់ការពន្យាពេលគឺស្មើនឹងការបោះបង់ការប្រកួតម៉ាស៊ីនអាចនឹងកាំងម៉ាស៊ីនប៉ុន្តែអ្វីដែលមាននៅក្នុងខួរក្បាលរបស់ខ្ញុំឡងមិនងាយនឹងបាត់បង់ដោយស្រួលនោះទេប៉ុន្តែលោកអគ្គនាយក Shen ទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះនឹងខ្សែចនាសម្ព័ន្ធតខួរក្បាលមនុស្សអាចចងចាំវាបានយ៉ាងទៅបើគូខុសខ្ញុំជាអ្នកទទួលខុសត្រូវនេះគឺជាឱកាសចុងក្រោយបំផុតរបស់យើងហើយលោក Shen យកចំណេះដឹងនិងប្រដាប់របស់ខ្ញុំជួយទៅទាញយកកម្មវិធី Scan ដែលមានកម្រិតច្បាស់បំផុតដំឡើងពន្លឺឲ្យបានល្អរាល់ពេលដែលខ្ញុំគូចប់មួយសន្លឹកអ្នកត្រូវតែ Scan បំផ្លាញវាទៅជាទម្រង់ភ្លាមតែខាតមិនត្រូវឲ្យមានចំណាំងពន្លឺឡើយយល់ទេលោកអគ្គនាយក Shen សន្លឹកចុងក្រោយនៃរូបភាពលម្អិតលោកឡៃត្រៀម Scan ហើយលោកអគ្គនាយករូបភាពទាំងអស់បានបញ្ចូលគ្នាហើយសរុបមានពី4សន្លឹកចុចបញ្ជូនហើយលោកអគ្គនាយកឬថាលើកនេះក្រុមហ៊ុន Chengyo Capital បានចំណាយលុយយ៉ាងច្រើនជួលក្រុមការងារផ្នែក rendering ពីបរទេសចំណែកយើងវិញគ្រាន់តែគំនូរដោយដៃតើអាចយកឈ្នះរូបភាព3ដ៏ស្រស់ស្អាតទាំងនោះបានដែរឬខ្លឹមសារសំខាន់នៃការរចនាគឺវិញ្ញាណមិនមែនផ្អែកលើការប្រើម៉ាស៊ីនដើម្បីបង្កើតទៅនោះទេតើនោះមិនមែនជាអតីតនាយករបស់ក្រុមហ៊ុនកាស៊ីយើងទេអីគ្រាន់តែក្រដាស់ប៉ុន្មានសន្លឹកក៏ហ៊ានចូលមកក្នុងវគ្គដាច់រត់ដែរមើលទៅការប្រកួតអន្តរជាតិមួយនេះក៏ជាមានកម្រិតទៀតទៅហើយឲ្យតែការរចនាមានគុណភាពគ្រប់គ្រាន់ទោះបីប្រើមេឈើគូនៅលើខ្សែក៏អាចចូលដល់វគ្គដាច់រត់បានដែរកញ្ញាសងគួរតែបារម្ភពីស្នាដៃដែលខ្លួនឯងយកមកបង្ហាញឲ្យបានច្រើនទៅប្រយ័ត្នតែជាស្នាដៃកែច្នៃបន្តពីគេទៀតទៅចុះតើអ្នកថាម៉េចដែរមែនទេកញ្ញាសង Shen ណែនឯងគុំក្រអើក្រទុំពេកឯងស្មានថាផ្អែកលើគំនូរព្រាងប៉ុន្មានសន្លឹកនឹងអាចទៅបានឆ្ងាយប៉ុណ្ណាទៅគួរឲ្យស្ដាយណាស់ដែលដើមឡើយជួបរូបភាព3ការបកស្រាយមេកាយនោះក៏ជាអស្ចារ្យណាស់ប៉ុន្តែចុងក្រោយតែជាអាចប្រកួតបានតែក្រដាស់គំនូរឥតតម្លៃប៉ុន្មានសន្លឹកប៉ុណ្ណោះក៏ជាចេះជារបស់ល្អមែននាងនិយាយថាអីខ្ញុំថាក្រដាស់សំតិចប៉ុន្មានសន្លឹករបស់ឯងនោះមិនអាចឈ្នះខ្ញុំក្នុងវគ្គដាច់រត់បានទេសងសេខ្ញុំមិនដែលប្រកាសប្រធានបទស្នូរបស់វាជាសាធារណៈឡើយថាជាការបកស្រាយមេកាយសំបីតែគណៈកម្មការក៏មិនដឹងដែរចុះមិនក៏ឯងដឹងពីឈ្មោះស្នាដៃដើមរបស់ខ្ញុំស្មានតើឯងកាលពីមុននៅ sorry មិនមែនចូលចិត្តរឿងឆាឆាយអប្រយោជន៍ទាំងនេះទេអីស្មានមែនទេសំបីតែពាក្យថាបកស្រាយនៅក្នុងឈ្មោះឯកសារក៏ស្មានត្រូវមិនខុសមួយម៉ាត់សោះកញ្ញាសងតានាងពិតជាចេះមុនអាគមឬក៏បានឃើញអ្វីដែលមិនគួរឃើញមែនទេ Shen ណែនឯងឈប់
một mút bằng cái kê nơi tin đi tới chăm chục nghỉ nơi vẹo đại rô to dương tới lục sen lục mơ nhâm thưa ấy chia lấy trở lọc từ vinh hai điệp trọng Granat xâm ra vẹo đại rô ở ban lõ ngày hàng mục ní anh trơ tài bằng hai xâm mặt tập hiệp ở ban lõ bẩn tọp một xô mạnh trời Bách tập hiệp Desmond mình đo bổng phọt nơi nông caประกวดlựcนี้เนี่ยเอชนาหมดไอกรีดเช่นแนนบังหานสนาได้เวียกได้รอดระบอกเกสนาได้นี้មានស៊ីលដែលពិតជានឹកស្មានមិនដល់នេះមិនមែនជាស្នាដៃរបស់ខ្ញុំទេលបឡាយហើយ Shannon នេះគឺជាអ្វីដែលអ្នកបានត្រៀមទុកមួយខែសម្រាប់វគ្គដាច់រត់ស្នាដៃនេះគឺពិតជាការប្រមាថដល់វិស័យរចនានិងការប្រកួតវគ្គដាច់រត់នេះខ្លាំងណាស់លោកគណៈកម្មការទាំងឡាយប្រព័ន្ធគ្រប់គ្រងរបស់ខ្ញុំត្រូវបានគេលួចចូលកែសម្រួលដោយចិត្តអ្នកអាក្រក់អ្វីដែលខ្ញុំបានដាក់បញ្ជូនមិនមែនជាឯកសារមួយនេះទេកែសម្រួលកញ្ញា Shan បន្ទាប់ពីចាក់ចែងពីការជ្រោមជ្រែងរបស់ Geshe Group មកសមត្ថភាពពិតប្រាកដរបស់អ្នកក៏មានត្រឹមតែសម្រាប់បែបនេះឯងបើអស់សមត្ថភាពហើយក៏និយាយត្រង់មកគុំរកលេខថោកទាបបែបនេះឯងលេខសម្ងាត់កាន់នេះរបស់ខ្ញុំក្រៅពីខ្ញុំមានតែជំនួយការផ្ទាល់របស់ខ្ញុំម្នាក់គត់ដែលដឹងនេះគឺជាការលួចដោះដូរដែលមានការរៀបចំទុកជាមុនបងស្រីសំដីដែលបងនិយាយនេះពិតជាស្ដាប់ទៅមិនសមសោះបងខ្លួនឯងទេដែរអស់គំនិតច្នៃប្រឌិតហើយយករបស់ឥតប្រយោជន៍បែបនេះមកដាក់បញ្ជូនឥឡូវនេះដើម្បីគេចវេសពីការទទួលខុសត្រូវបែបជាចង់យកជំនួយការតូចតាចរបស់ខ្លួនឯងមកធ្វើជាអ្នកទទួលកំហុសជំនួសទៅវិញកញ្ញា Shen តើអ្វីដែលកញ្ញាសងនិយាយជាការពិតដែរឬទេការដែលអ្នកនៅ Gesheតើកំណត់ត្រាដ៏រុងរឿងកន្លងមកសុទ្ធតែជាការប្រើអ្នករចនាជំនួសឬកញ្ញាសិនតើម៉ាក់ឆេញៀនក្រនតែជាក្រុមហ៊ុនសម្បកក្រៅដែលបង្កើតឡើងដើម្បីបោកយកលុយមែនទេសិនមានគណៈកម្មការមើលតែការពិតនិងភស្តុតាងប៉ុណ្ណោះយោងតាមបទបញ្ជានៃការប្រកួតយើងលុបចោលសិទ្ធិប្រកួតរបស់អ្នកភ្លាមអ្នកចាញ់ហើយលោកគ្រូគណៈកម្មការអ្នករចនាពិតប្រាកដមិនចាំបាច់ពឹងលើភាពនិងរូបភាព rendering ដ៏ត្រជាក់ដើម្បីបញ្ជាក់ពីខ្លួនឯងឡើយសន្តិសុខគេត្រូវបានជំរុញចេញហើយហេតុអ្វីនៅតែឈួតនៅលើឆាកទៀតឆាប់ដេញគេចុះទៅសិនមានតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដឥឡូវនេះមានមនុស្សរាប់លានអ្នកលើអ៊ីនធឺណិតកំពុងមើលនេះមិនមែនជាកន្លែងសម្រាប់អ្នកមកលេងសើចទេលោកគ្រូគណៈកម្មការបាលោកសង្ស័យពីសមត្ថភាពរបស់ខ្ញុំអីចឹងសូមផ្ដល់ពេលឲ្យខ្ញុំ10នាទីបើសិនជាអ្វីដែលខ្ញុំធ្វើមិនអាចចូលភ្នែកលោកបានទេនោះខ្ញុំសិនមាននឹងចាក់ចេញពីវិស័យរចនាជារៀងរហូតទៅជាក្រអឺក្រទុំណាស់10នាទីសូម្បីតែដេកដៃអាវមួយក៏មិនទាន់ផងល្អខ្ញុំនឹងផ្ដល់ឱកាសនេះឲ្យអ្នកខ្ញុំចង់មើលណាស់ថា10នាទីនេះអ្នកអាចសម្ដែងល្បិចអ្វីបាននេះវាគេហ៊ានធ្វើការកាត់បញ្ឆិតលើរូបចរដោយមិនបាយគូសូមនេះគឺជាបច្ចេកទេសកាត់ដេរ3កម្រិតកំពូលហើយមើលបច្ចេកទេសគាត់ច្នៃម៉ូតក្រណាត់ទៅរបៀបដែលគាត់ទាញក្រណាត់វាហាក់បីដូចជាក្រណាត់នោះដុសចេញពីខ្លួនម៉ូដែលតតែម្ដងព្រះឲ្យការស្រមៃពីលំតគូឲ្យខ្លាចបែបនេះនឹងសមត្ថភាពគ្រប់គ្រងក្រណាត់បានល្អណាស់ពិតជាកំពូលអ្នកច្នៃម៉ូតមែនពិតជាកំពូលអ្នកច្នៃម៉ូតមែនសម្លៀកបំពាក់ធ្វើរួចហើយឥឡូវនេះដល់ពេលទូទាត់បញ្ជីផ្សេងហើយទូទាត់បញ្ជីអីទោះបីជាអ្នកច្នៃសម្លៀកបំពាក់មួយកំ pl ែងនៅទីនេះក៏ដោយក៏ឯកសារដែលអ្នកដាក់ជូនគណៈកម្មការគឺជាសម្រាមដែលនេះគឺជាការពិតនៃបទល្មើសដែលមិនអាចប្រកែកបានអ្នកនិយាយត្រូវហើយការដាក់សម្រាមពិតជាល្មើសច្បាប់មែនប៉ុន្តែបើសម្រាមនោះគឺជាអ្នកដែលដាក់ជំនួសខ្ញុំវិញនោះអ្នកឯងនិយាយបង្កាច់បង្ខូចអ្នកគ្រប់គ្រងបច្ចេកទេសជួយជាប់អេក្រង់ទូរស័ព្ទរបស់ខ្ញុំបន្តិចបើទៅคล้ายទេនេះជារូបភាពកាត់ឆាប់បិទអេក្រង់ទៅសងស័យអ្នកបានសូបានជំនួយការរបស់ខ្ញុំឲ្យបំផ្លាញច្បាប់ដើមវគ្គជំរុះរបស់ខ្ញុំមុនហើយបានលួចដូរឯកសារប្រកួតរបស់ខ្ញុំនៅពីក្រោយឆាកវគ្គដាច់រត់ទៀតដើម្បីចង់ឈ្នះខ្ញុំអ្នកសំបីតែសិលធម៌មូលដ្ឋានក៏គ្មានដែរលោកប្រធាន Shen ខ្ញុំសូមទោសគឺគាត់បង្ខំខ្ញុំគាត់និយាយថាបើខ្ញុំមិនបដូរឯកសារឲ្យគាត់ទេក្រុមហ៊ុន Chenyang Capital នឹងធ្វើឲ្យខ្ញុំមិនអាចរស់នៅក្នុងអាជីពនេះបានទៀតទេនិយាយឈួតអីនឹងរាយការណ៍ទៅប៉ូលីសលាមការប្រកួតរបស់យើងដែលថាមិនអត់អន់ចំពោះទង្វើក្រិតតគួរឲ្យស្អប់ពើមបែបនេះឡើយកញ្ញា Shen
សូមអបអរសាទរដែលអ្នកបានក្លាយជាម្ចាស់ជើងឯកពិភពលោកអំបញ្ញមិញនៅលើឆាករយៈពេល10នាទីនៃការកាត់ម៉ូដបែប3ដ៏អស្ចារ្យនោះត្រូវបានអ្នកលេងអ៊ីនធឺណិតចាត់ទុកថាជាកម្រិតសៀវភៅពុម្ពនៃការបង្ហាញសមត្ថភាពដល់ពេលនេះអ្វីដែលអ្នកចង់និយាយជាងគេខ្ញុំចង់និយាយថាទេពកោសល្យពិតប្រាកដនឹងមិនត្រូវបានកប់ដោយឧបាយក៏ឡើយអរគុណចំពោះវិបត្តិនេះដែរផ្ដល់ឱកាសឲ្យខ្ញុំបង្ហាញដល់មនុស្សគ្រប់គ្នាថាអ្នកច្នៃម៉ូដឯករាជ្យមិនចាំបាច់ពឹងផ្អែកលើមូលធនណាមួយក៏អាចឈរនៅលើឆាកដ៏ខ្ពស់បំផុតបានដែរកញ្ញា Shen បន្ទាប់ពីការវាយប្រហារនេះកេរ្តិ៍ឈ្មោះម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នកបានឡើងដល់កំពូលតើបន្ទាប់ពីនេះអ្នកមានគម្រោងអ្វីនាពេលអនាគតគីណែននឹងបដិញ្ញានាំយកសោភ័ណភាពមកព្រាមមកបញ្ចូលគ្នាជាមួយការច្នៃម៉ូដទំនើបឈានមុខដើម្បីឈានទៅក្រៅប្រទេសសូមរងចាំទស្សនាទាំងអស់គ្នាលោកស្រី Shen មានរឿងហើយប្រញាប់មើល Hot Search ទៅបណ្ដាញ Weibo និងកម្មវិធីវីដេអូខ្លីទូខ្លាំងណាស់មើលចុះនេះគឺជាអ្វីដែលខ្ញុំចំណាយអស់រាប់លាននៅថៃណែនដើម្បីការឈុតនេះគ្រាន់តែមកពីពាក្យខោអាវរបស់ពួកគេទៅធ្វើឲ្យខ្ញុំការពោលសារធាតុគីមីយ៉ាងធ្ងន់ធ្ងរម៉ាកយីហោអត់សើខបែបនេះគួរតែដេញចេញពីវិស័យកាត់ដេរលោកស្រី Shenឥឡូវនេះនៅលើបណ្ដាញសង្គមទាំងអស់កំពុងតែជេរពួកយើងថាជាម៉ាកយីហោយូយេត្រឹមតែមួយព្រឹកនេះមានអតិថិជនរាប់សិបនាក់ដែលបានកំងទុកមុនបានស្នើសុំដកប្រាក់វិញវាមិនអាចទៅរួចទេសាច់ក្រណាត់និយាយទាំងនោះគឺខ្ញុំទៅរោងជាងដោយតដើម្បីកម្មងដោយខ្លួនឯងលាក់រលក់ពណ៌ទាំងអស់គឺចម្រាញ់ចេញពីរូបជាតើវាអាចមានសារធាតុគីមីយ៉ាងដូចម្ដេចតើនរណាជាអ្នកទទួលខុសត្រូវក្នុងស៊ូឌីយ៉ូនេះ Shen ណែនខ្ញុំបាទគឺសមត្ថកិច្ចប្រសិនបើលោកស្រីមកព្រោះតែវីដេអូនៅលើអ៊ីនធឺណិតពួកយើងមានវីដេអូពេញលេញលោកស្រី Shannon ពួកយើងទទួលបានពាក្យបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋដោយបញ្ជាក់ឈ្មោះថាសង្ស័យស៊ូឌីយ៉ូរបស់អ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ក្រណាត់ដែលមានជាតិពុលនិងគ្រោះថ្នាក់បង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកប្រើប្រាស់ឥឡូវនេះយោងតាមច្បាប់ពួកយើងនឹងធ្វើការបិទស៊ូឌីយ៉ូរបស់អ្នកទាំងស្រុងដើម្បីត្រួតពិនិត្យសូមអ្នកបញ្ឈប់ការងារភ្លាមហើយសហការក្នុងការស៊ើបអង្កេតលោកសមត្ថកិច្ចពួកយើងពិតជាត្រូវបានគេបង្កាច់បង្គុចមែនក្រណាត់របស់ពួកយើងសូមតែមានវិញ្ញាបនត្រូវបញ្ជាក់គុណភាពអ្នកមិនអាចពិតរបស់ខ្ញុំបែបនេះទេខ្ញុំចិត្តដល់ពេលត្រូវប្រកល់ទំនិញឲ្យគេហើយលោកសមត្ថកិច្ចការសហការក្នុងការស៊ើបអង្កេតគឺជាការប្រកេតរបស់ពួកយើងប៉ុន្តែខ្ញុំសូមឲ្យមានការបញ្ចប់រក្សាខ្សែក្រណាត់នៅនឹងកន្លែងកាត់សំណាក់ក្រណាត់និងបញ្ជូនទៅស្ថាប័នត្រួតពិនិត្យដែលមានលក្ខណៈសម្បត្តិថ្នាក់ជាតិខ្ពស់បំផុតដើម្បីធ្វើការត្រួតពិនិត្យឡើងវិញទៅជាមួយពួកយើងមកកញ្ញាសិនកញ្ញាតើអ្នកដើម្បីតែប្រាក់ចំណេញដ៏ច្រើនទើបប្រើប្រាស់ក្រណាត់ដែលមានជាតិពុលមែនទេតើសំជាញាក់របស់អ្នកមិនឈឺចាប់ទេតើអ្នកមានអ្វីចង់និយាយទៅកាន់ជនរងគ្រោះដែលរងការខូចខាតដែរទេរាល់សម្ភារៈទាំងអស់របស់យើងគឺស្របច្បាប់និងត្រឹមត្រូវតាមបទដ្ឋានខ្ញុំជឿថាបុគ្គលិកនឹងផ្ដល់ភាពស្អាតស្អំមកឲ្យខ្ញុំវិញនានាខាងខ្ញុំបានឲ្យផ្នែកច្បាប់ទៅធ្វើការទំនាក់ទំនងនិងស្នើសុំឲ្យពន្លឿនការចេញរបាយការណ៍ត្រួតពិនិត្យឡើងវិញតែឥឡូវអ្នកណែណាគុំរាប់រងម្នាក់ឯងអីអរគុណអ្នកប៉ុន្តែមតិសាធារណៈនឹងមិនបញ្ចប់ទៅដោយញីនោះទេខ្ញុំត្រូវតែស្វែងរកប្រភពដើមឲ្យឃើញតើអ្នកសង្ស័យថាមាននរណាម្នាក់រៀបចំផែនការនៅក្រៅក្នុងមែនទេមិនមែនគ្រាន់តែសង្ស័យទេគឺប្រកាសតែម្ដងអ្នកចង់និយាយថារបស់ដែលខ្ញុំប្រើគឺជាសូត្រវីលវេនាំចូលលំដាប់កម្ពស់ប្រភេទក្រណាត់នេះនៅក្រោមពន្លឺខ្លាំងវានឹងមានសរសចំណាំងផ្លាធម្មជាតិបែបម៉ាត់ប៉ុន្តែក្នុងវីដេអូឈុតដែលនាងស្លៀកចំណាំងផ្លាគឺចាំងភ្នែកខ្លាំងនិងមើលទៅរឹងនេះទៅជាមិនមែនជាឈុតរ៉ូបរបស់ខ្ញុំនោះទេអ្នកចង់និយាយថាឈុតរ៉ូបត្រូវបានគេបដូរបន្ទាប់ពីការប្រកួតមែនទេចាស់ខ្ញុំចង់ឆែកអាគារសាលធំជាន់ទី1នឹងចំណត់ឡានក្រោមដីអ្នកយកពេលវេលាជួនញ៉ាំឲ្យខ្ញុំហើយល្អណាស់យ៉ែនសិតខ្ញុំរកឃើញហើយពេលលោកស្រីលេងចេញពីក្រោយឆែនឆងឈឺទីតាំងខ្សែរ៉ូតនៃស្រោមការពារធូលីបានផ្លាស់ប្ដូរមែនមុនពេលចូលក្បាលខ្សែរ៉ូតនៅខាងឆ្វេងដល់ពេលចេញមកវិញបែរជានៅខាងស្ដាំដើម្បីចង់កំចាត់ខ្ញុំលោកស្រីលេនម្នាក់នេះហ៊ានយកមុខមាត់ខ្លួនឯងមកធ្វើជាការណោដើម្បីសម្ដែងល្ខោនធ្វើបាបខ្លួនឯងនេះកុំបារម្ភអីប្រាប់លេខឡានមកខ្ញុំនឹងទៅស្រាវជ្រាវរកមនុស្សម្នាក់នេះ Happy 25921មានរឿងអីរកមិនឃើញមែនទេរកឃើញហើយម្ចាស់រថយន្តនេះគឺសងឆែលោកស្រីលេងដែលទិញរ៉ូបរបស់ខ្ញុំនោះក៏គឺជាម្ដាយរបស់សងឆែម្ដាយនិងកូនស្រីបានសហការគ្នាដើម្បីសម្ដែងល្ខោនបានយ៉ាងល្អក្នុងពេលដែលពួកគេចូលចិត្តសម្ដែងខ្លាំងយ៉ាងនេះបើខ្ញុំមិនផ្ដល់កាដូធំមួយជូនពួកគេទេតើវាមិនសាយការខំប្រឹងសម្ដែងរបស់ពួកគេទេអីម៉ាក់ហើយអ្វីម៉ាក់ហ៊ានចេញមកទៅបង្កាច់បង្ខូច Shannon បែបនេះប្រសិនបើរឿងនេះបែកការម៉ាក់នឹងត្រូវជាប់គុកណាកូនស្មានថាម៉ាក់ចង់យកមុខមាត់ទៅប្រឡាក់ក្នុងរឿងស្អុយរលួយនេះណាស់មែនទេប៉ារបស់កូននៅឯបរទេសគម្រោងវិនិយោគជាច្រើនបានដួលរំអស់ទៅហើយគ្រួសារត្រកូលសងរបស់ពួកយើងចិត្តនឹងខ្សែធនហើយអីគេហេតុអីទៅជាបែបនេះដូច្នោះហើយកូនត្រូវតែវាការជាមួយគូយ៉ាន់ស៊ីមានតែដើមទុនរបស់គ្រួសារគូដែលចាក់បញ្ចូលក្នុងគ្រួសារសងទៅអាចរួចឡើងវិញបានប្រសិនបើមិនកំចាត់សិននាងចោលតើឯងមានឱកាសហើយណាទៅជាគូយ៉ាន់ស៊ីឲ្យតែយើងធ្វើឲ្យប៉ាត់ល្មើសនាងខ្លាចជាការពិតគ្រួសារគូនឹងមិនឲ្យសិនមានចូលផ្ទះឡើយគូយ៉ាន់ស៊ីមានតែបង្ខំចិត្តរៀបការជាមួយឯងដើម្បីសង្គ្រោះគ្រួសារសងដើម្បីអនាគតរបស់ឯងការទ្រាំរង់ទុកបន្តិចបន្តួចវាជាស្អីទៅលោកអាកានីយកគូពិតជាដូចអ្វីដែលលោក
ស្មានទុកមែនខ្សែសង្វាក់ហេរ៉ាញ់វត្ថុគ្រួសារសងបានដាច់ទាំងស្រុងហើយពេលនេះជាប់បំណុលរហូតដល់ប្រព័ន្ធលៀនយន់ហើយកំពុងប្រឈមមុខនឹងការរំលាយទ្រព្យចុះហូតាំងនៃល្បិចធ្វើបាបខ្លួនឯងគឺនៅទីនេះទាំងអស់ហើយហូតាំងគឺរឹងមុំណាស់តើបានផុតខ្លួនមនុស្សទុកហើយឬនៅតើយើងគួរប្រគល់វាទៅឲ្យស្ថាប័នពាក់ព័ន្ធដើម្បីជួយកញ្ញាសិនលៀងជំរះភាពអយុធធម៌ទេចូលរៀបចំជាឯកសារសម្ងាត់កុំប្រើអេបរបស់គ្រួសារគូញ៉ាឲ្យសិននាងដោយតទៅប៉ុន្តែលោកអគ្គនាយកលោកច្បាស់ជាអាចជួយនាងដោះស្រាយគ្រប់យ៉ាងបានដោយតតាក្នុងពេលដែលម្ដាយកូនត្រកូលសងចង់បង្ខំនាងឲ្យតច្រកបែបនេះអីចឹងចំណេញមួយនេះគួរតែទុកឲ្យនាងជាអ្នកហែកគួរដោយតដៃទៅវាស័ក្តិសមបំផុតមនុស្សស្រីរបស់ខ្ញុំគូយ៉ានស៊ីមានសមត្ថភាពទាមទារយុទ្ធធម៌ដោយខ្លួនឯងញ៉ាឲ្យនាងទៅបាត់ខ្ញុំនឹងធ្វើភ្លាមទៅរៀបចំភស្តុតាងដែលលោកកផ្ដល់មកឲ្យរួចរាល់ខ្ញុំបានទទួលដំណឹងពីឆាវហើយបុគ្គលិកទាំងអស់ត្រូវបញ្ចប់ការឈប់សម្រាកហើយមកជួបគ្នានៅខាងក្រៅស៊ីឌីយ៉ូដើម្បីរៀបចំការផ្សាយបន្តតសន្និសីទសារព័ត៌មានទូទាំងបណ្ដាញខ្ញុំចង់ឲ្យគ្រប់គ្នាបានឃើញថាតើនរណាឲ្យពិតប្រាកដដែលជាអ្នកផលិតសម្លៀកបំពាក់មានជាពលលោកស្រីឆែនថ្ងៃនេះតែលោកស្រីបើកសន្និសីទសារព័ត៌មាននេះតើលោកស្រីត្រៀមខ្លួនសុំទោសជាសាធារណៈនិងប្រកាសថាម៉ាកយីហោនេះសាយធនមែនទេសុំទោសមានប្រយោជន៍អីមុខរបស់ខ្ញុំត្រូវបំផ្លាញដោយសារស្រីម្នាក់នេះអស់ហើយថ្ងៃនេះអ្នកត្រូវតែផ្ដល់ការពន្យល់ដល់ខ្ញុំឆែនណែនថ្ងៃនេះនឹងធ្វើឲ្យមេរោគមហារីកដូចជាអ្នកទាចេញពីវិស័យកាត់ដេរនេះឲ្យបាត់ក្នុងកាលដែលពួកអ្នកមកដល់ទីនេះដោយខ្លួនឯងបែបនេះអញ្ចឹងរឿងភាគថ្ងៃនេះពួកយើងនឹងសម្ដែងឲ្យអស់ដៃនៅចំពោះមុខមនុស្សគ្រប់គ្នាចង់បានការពន្យល់មែនទេបានប៉ុន្តែខ្លាចតែគ្រួសារសងរបស់អ្នកត្រូវរលាយទ្រព្យសម្បត្តិក៏មិនអាចសងនៅការខូចខាតដែរត្រូវប្រឈមមុខបន្តទៀតនេះបានឡើយយ៉ាន់សេបងកុំចាញ់បោកស្រីម្នាក់នេះអីពិតមកនាងញៀនបង្ហាញភស្តុតាងមកមិត្តអ្នកសារព័ត៌មានទាំងអស់សូមមើលអេក្រង់ធំការប្រកាសថ្ងៃនេះគឺនិយាយតែពីការពិតប៉ុណ្ណោះនេះគឺជាកំណត់ត្រាទេប្រាក់500,000 យ៉នតែលោកស្រីលេងជួលឲ្យផលិតរណាត់មានជាអូឯងនិយាយផ្ដេសផ្ដាសនេះសុទ្ធតែជារបស់ខ្លាំងលោកស្រីលេនហេតុអ្វីបានជាអ្នករើរៀបចំផែនការបង្កាច់បង្ខូចលោកប្រធានឆែនពីព្រោះគ្រួសារសងពួកគេអស់ផ្លូវដើរហើយឥឡូវនេះមានបំណុលរាប់ពាន់លានអ្នកទាំងអស់នេះគឺដើម្បីឆ្លៀតឱកាសជាប់សាច់ឈាមជាមួយគ្រួសារគេតាមរយៈការរៀបការរួចយកលុយគ្រួសារគេមកបំពេញរុនដែលមានបាត់របស់គ្រួសារសងខ្ញុំមិនបានធ្វើទេឆែនប្រញាប់រកវិធីមកខ្ញុំមិនបានធ្វើទេឆែនប្រញាប់រកវិធីមកមិនបាច់ចាំសន្និសីទចាប់ទេនាំខ្លួនពួកគេចេញទៅមេងស្រីម្នាក់នេះពូកែដែលចិត្តហើយក៏ឆ្លាតគ្រាន់បើដែរអាចទ្រាំទ្រនឹងសម្ពាធបានរួចក៏វាបកឃ្លានចេះគំនិតបែបនេះមិនមែនមនុស្សធម្មតាទេខ្ញុំប្រាប់អ្នកតាំងពីយូរហើយថានាងមិនមែនជាមនុស្សដែលចាំតែផ្អែកលើអ្នកដទៃដូចជាធោការនោះទេអ្នកកុំអាលអពេកអីស្ទូឌីយ៉ូរបស់នាងមានប្រាក់ចំណេញធៀបនឹង girl group របស់ពួកយើងគឺនៅឆ្ងាយណាស់ម៉ាក់តម្លៃម៉ាក់សញ្ញាឈេនញៀនពេលនេះបានកើនឡើងរាប់សិបដងហើយដោយសារតែរឿងលើកនេះពីព្រោះនាងធ្លាប់និយាយថានាងបង្កើតផែនការអាជីវកម្មតខ្លួនមិនមែនដើម្បីបង្ហាញឲ្យនរណាម្នាក់ឃើញថានាងស័ក្តិសមនឹងនរណានោះទេគឺគ្រាន់តែដោយសារនាងពូកែគ្រប់គ្រាន់នាងមិនចង់ឲ្យកម្លាំងញើសឈាមរបស់ខ្លួនត្រូវគ្រប់គ្រងដោយពួកមូលធននិយមនោះទេមិនអីទេទៅពេញមួយជីវិតរបស់ខ្ញុំគឺរវល់តែគិតគូរពីផលចំណេញតែងតែមានអារម្មណ៍ថាគ្រួសារសងគ្រួសារដែលមានឋានៈបែបនោះទើបស័ក្តិសមនឹងកូនតែស្ទើរតែនាំឆ្កែចោកជោគទេទៅហើយយ៉ានជាឲ្យភ្នែកមើលមនុស្សរបស់កូនល្អជាងម៉ាក់ទៅទៀតម៉ាក់ចុះរឿងដែលម៉ាក់បានសម្រេចចិត្តនៅក្នុងបន្ទប់តែលក្ខខណ្ឌនោះម៉ាក់មិនទាន់ចាស់វង្វេងដល់ថ្នាក់រុញច្រានកូនប្រសាតែមានសមត្ថភាពនិងភាពក្លាហានបែបនេះចេញក្រៅឡើយចុងសប្តាហ៍នេះហើយនាងមកញ៉ាំបាយនៅផ្ទះយើងទៅលើកនេះម៉ាក់នឹងយកតែដាហុងផាវថ្នាក់កំពូលមកទទួលនាងអ្នករាល់គ្នារបាយការណ៍ហេរ៉ាញ់វត្ថុត្រីមានទី3អំបញ្ញមិញអ្នកទាំងអស់នេះបានមើលរួចហើយការលក់តាមអនឡាញនិងចំនួនការបញ្ជាទិញពីក្រៅប្រទេសសុទ្ធតែលើសពីការរំពឹងទុកប៉ុន្តែបើចង់ឲ្យឈីមានឈរជើងបានយ៉ាងរឹងមាំយើងនៅខ្វះជំហានដ៏សំខាន់បំផុតមួយទៀតសប្តាហ៍ក្រោយហាងនៅហេងឡុងជីងហ្វាងនឹងចាប់ដើមតាក់ដេញថ្លៃជាសាធារណៈបើយើងដេញថ្លៃបានយើងនឹងអាចប្រកាសជាផ្លូវការថាបានចូលក្នុងលំដាប់ម៉ាកយីហោជួរមុខអន្តរជាតិលោកអគ្គនាយកសិនការដេញថ្លៃបានវាពិតជាអាចធ្វើឲ្យតម្លៃម៉ាកយីហោរបស់យើងមានការរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែការដេញថ្លៃលើកនេះគឺពិបាកខ្លាំងណាស់មែនហើយលោកសិនសម្រាប់លំហូរសាច់ប្រាក់បច្ចុប្បន្នរបស់យើងវាគឺជាការសាកល្បងដ៏ធំអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺលើកនេះពួកយើងប្រវត្តិគូប្រជែងធំបំផុតគឺធំធេងណាស់តើជាម៉ាក់សញ្ញា
ប្រណិតបរទេសណាដែលសម្លឹងឃើញដុំសាច់ដ៏ក្រអូបនេះលោកឆេនទើបតែទទួលបានព័ត៌មានតែក្នុងថាមិនមែនជាម៉ាកបរទេសទេគឺក្រុមហ៊ុន Geshe Group Geshe Group ចំពោះគម្រោងមួយនេះគឺត្រូវតែយកឲ្យបានឬថាលោកបានចេញបញ្ជាដោយតពួកគេក្រុងនឹងប្រើប្រាស់គម្រោងនេះដើម្បីបង្កើតខ្សែផលិតផលកម្ពុជាថ្មីរបស់ Geshe Group ដើមទុនរបស់ Geshe Group គឺមហាសាលក្រៃលែងលោក Shen បើយើងទល់នឹងលោកដើម្បីដណ្ដើមដីនេះវាមិនខុសពីយកអង្គមន់ទៅជួលនឹងមនុស្សទេហេងឡុងវ៉ាពីតាមពិតក៏មានទីតាំងល្អទោះបីជាដាច់ស្រយាលបន្តិចប៉ុន្តែសម្ពាធប្រកួតប្រជែងទៅជាងហើយក៏មិនបាច់ទល់នឹង Geshe Group ដែរក្នុងវិជានុក្រមរបស់ខ្ញុំមិនមានពាក្យថាសុខចិត្តយកលំដាប់រងឡើយលោក Shen ចូលសម្រិតសម្រាំងផែនការអាជីវកម្មឡើងវិញខ្ញុំចង់ឃើញពីឧត្តមភាពដែលខាតរយៈពេល7ឆ្នាំបងស្រីរាវចូលត្រួតពិនិត្យសាច់ប្រាក់ក្នុងបញ្ជីរួចតាក់ទងទៅអ្នកវិនិយោគនៅ Wall Street របស់យើងត្រៀមខ្លួនបង្កើនប្រាក់ដេញថ្លៃគ្រប់ពេលវេលាហ្គេយ៉ានសឹកក្នុងការដែលលោកចង់បានដីនេះអីចឹងពួកយើងនឹងប្រើសមត្ថភាពរៀងខ្លួនមកប្រកួតគ្នានៅលើតុបន្តិចទៅចុះអ្នកទាំងអស់គ្នាខាងលើនេះគឺជាគម្រោងរបស់ Story យើងនឹងប្រើប្រាស់បណ្ដាញសកលរបស់ Story ដើម្បីរៀបចំវាឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបដ៏ធំបំផុតនៅក្នុងអាស៊ីនេះគឺជាឧត្តមភាពនៃដើមទុនដែលខាតហើយក៏ជាការផ្ដល់ទំនុកចិត្តរបស់ Story ដល់ Heng Long ដែរផែនការរបស់លោកពិតជាគ្មានអ្វីត្រូវទាស់ឡើយចំពោះអត្រាផលចំណេញមកវិញដើមទុនរបស់ Story យើងពិតជាមានទំនុកចិត្តអាណាចក្រអាជីវកម្មរបស់លោកពិតជាធំធេងនិងមានសមត្ថភាពរកចំណូលគួរឲ្យភ្ញាក់ផ្អើលណាស់ប៉ុន្តែលោកគណៈកម្មការ Heng Long ជេងហ្វេងក្នុងនាមជាអគារប្រវត្តិសាស្ត្ររាប់រយឆ្នាំអ្វីដែលខ្វះខាតមិនមែនជាលុយទេប៉ុន្តែគឺជាអ្វីដែលអាចដាស់ការចងចាំនៃព្រលឹងវប្បធម៌របស់ទីក្រុងនេះផែនការរបស់ Hinan គឺបង្កើតសិល្បៈបាញ់បូករាគំនិតសារមន្ទីរសិល្បៈបែបជក់ចិត្តជាហាងទំនិញលោក Shen គំនិតសារមន្ទីរដើរទៅពិតជាពីរោះណាស់ប៉ុន្តែអ្វីដែល Heng Long ត្រូវការគឺប្រសិទ្ធភាពនិងប្រាក់ចំណេញតើអារម្មណ៍វប្បធម៌អាចយកមកហូបបាយបានទេពិតណាស់អាច Hinan មិនត្រឹមតែលក់សម្លៀកបំពាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញនៅសារមន្ទីរមានជីវិតនៃសោភ័ណភាពបូករានៅពេលដែលអតិថិជនមានអារម្មណ៍នៅទីនេះពួកគេទទួលបាននៅចង្វាក់បេះដូងវប្បធម៌អ្វីដែលពួកគេទិញមិនមែនគ្រាន់តែជាសម្លៀកបំពាក់មួយឈុតទេតែគឺជាអត្តសញ្ញាណចំណែកឯសំណង់ដែលកសាងដោយដើមទុននឹងត្រូវបានជំនួសដោយដើមទុនមិននៅ10ឆ្នាំក្រោយប៉ុន្តែការធ្វើឲ្យពាណិជ្ជកម្មជួយវប្បធម៌និងធ្វើឲ្យប្រវត្តិសាស្ត្ររស់នៅក្នុងជីវិតមនុស្សសម័យថ្មីយ៉ាងពិតប្រាកដនេះទៅជានិមិត្តរូបនៃភាពស្ថិតស្ថេរយូរអង្វែងដែលមិនអាចជំនួសបានម៉េចដែលលោកប្រធានគូចាញ់គម្រោងរាប់រយលានដុល្លារបែបនេះប្រហែលជាខ្មាស់គេខ្លាំងទើបចង់មកស្ទាក់ផ្លូវយកបាវច្រកក្បាលខ្ញុំនៅចំណុចឡានក្រំដីដើម្បីសងសឹកមែនទេក្រុមប្រឹក្សាពិបាលគូឥឡូវនេះប្រហែលជាកំពុងនៅក្នុងបន្ទប់ប្រជុំប្រញាប់លេបណាមសង្គ្រោះបេះដូងនិងជេរខ្ញុំថាជាមេដឹកនាំល្ងងតែសុខចិត្តបោះបង់ផលប្រយោជន៍ធំធេងនៅចំពោះមុខស្រីស្អាតគូយានឈឺកុំប្រាប់ខ្ញុំថានៅលើឆាកថ្ងៃនេះលោកមានចេតនាបណ្ដោយឲ្យខ្ញុំឈ្នះណាខ្ញុំសិននាងហ៊ានឈ្នះក៏ហ៊ានចាញ់អ្វីដែលខ្ញុំមិនត្រូវការបំផុតគឺការអាណិតមានរឿងបែបនឹងទេអ្នកស្រីគូគម្រោងរបស់អ្នកគឺជាស័ក្តិសមជាងរបស់ខ្ញុំមែនសម្រាប់ការអភិវឌ្ឍយូរអង្វែងរបស់ Heng Long បើមិនបានសហការគ្នាខ្ញុំសុខចិត្តចាញ់ដោយអស់ចិត្តចាត់ទុកថាលោកចេះដឹងខុសត្រូវចុះលោកប្រធានគូមិននៅលើនោះដើម្បីលួងចិត្តរំការងារទេអីនាំគ្នាភ្នាល់រត់ចុះមកស្ទាក់ខ្ញុំធ្វើអីមិនដល់ថ្នាក់ច្របបាល់ទេខ្ញុំគ្រាន់តែអន្តេសាចង់មកគោរពលោកស្រីប្រធានសិនបន្តិចចំពោះការគោរពមិនបាច់ទេការអបអរសាទរខ្ញុំទទួលយកប៉ុន្តែលោកស្រីប្រធានសិនថ្ងៃនេះខ្ញុំរវល់ណាស់នៅត្រូវប្រញាប់ត្រឡប់ទៅជួបក្រុមការងារបើពិធីអបអរសាទរលោកប្រធានគូឆាប់ជិះផ្លូវទៅកុំឲ្យរំខានពេកខ្ញុំត្រឡប់ទៅបើកស្រាសាំប៉ាញលោកស្រីគូក្នុងនាមជាពិធីអបអរសាទរតើសមាជិកគ្រួសារអាចទៅជាមួយបានទេពិតជាបានលោកប្រធានគូធ្វើជាអ្នកបើកបរតខ្លួនឲ្យខ្ញុំទៅរីករាយនឹងបំរើអ្នកជំរាបសួរលោកស្រីតើមានការណាទុកដែរទេចាស់ខ្ញុំមករកសិននាងខ្ញុំត្រកូលលីនជំរាបសួរលោកប្រធានលីនលោកស្រីប្រធានសិនទៅតែបញ្ចប់ការប្រជុំថ្នាក់ដឹកនាំនៅក្នុងការិយាល័យអញ្ជើញអ្នកមកតាមខ្ញុំលោកស្រីប្រធានសិនលោកប្រធានលីនមកដល់ហើយចាសតអ្នកទៅធ្វើការសិនចុះលោកប្រធានអញ្ជើញអង្គុយខ្ញុំចាំបានថាលើកមុននៅក្នុងបន្ទប់តែខ្ញុំប្រើតែនេះគឺដងឲ្យអ្នកមិនទាន់បាន1ឆ្នាំផងទៅជាសំណាងវើជុំមែនខ្ញុំរស់នៅអស់ពាក់កណ្ដាលជីវិតហើយស្មានថាមើលមនុស្សច្បាស់ណាស់តែបែរជាត្រូវអ្វីដែលហៅថាឋានៈគ្រួសារសំគ្នាបិទណែកទាំងគូប៊ីនិងបញ្ជូនយានឈឺចូលក្នុងរណ្ដៅភ្លើងទៅហើយសិននាងខ្ញុំ
ចំពោះភាពរអើក្រទុំរបស់ខ្ញុំកាលពីមុននឹងរាល់អ្វីដែលខ្ញុំបានធ្វើពីមុនមកដើម្បីសុំទោសមួយសុំទោសលោកប្រធានលោកស្រីមិនចាំបាច់សុំទោសខ្ញុំទេមួយមិនបន្ទោសយើងទេបើសិនជាលោកស្រីគ្រាន់តែជាម្ដាយធម្មតាម្នាក់ខ្ញុំប្រហែលជាខឹងហើយប៉ុន្តែលោកស្រីគឺជាអ្នកដឹកនាំនៃក្រុមហ៊ុន Geshe ការពារមូលដ្ឋានគ្រឹះរបស់ Geshe គឺជាភារកិច្ចរបស់លោកស្រីបើជាខ្ញុំវិញខ្ញុំក៏ប្រហែលជាធ្វើការសាក់លបងដូចគ្នាដែរភ្នែករបស់ Yen Che ពិតជាមុតស្រួចមែនមួយមានចិត្តទូលាយបែបនេះគ្រូសាកបាត់បង់មួយគឺជាការខាតបង់ដ៏ធំបំផុតកងដៃនេះគឺជាគេមរតកគ្រូសាកដែលបន្តមកតាំងពីសម័យលោកយាយរបស់ Yen Che ប្រគល់ឲ្យយើងតដៃឥឡូវដល់ពេលត្រូវប្រគល់ឲ្យមួយហើយ Shannon តើមួយនៅតែសុខចិត្តហើយយើងថាអ្នកមីងទៀតទេអរគុណអ្នកមីងហើយក៏អរគុណលោកស្រីដែរកាលពីពេលនោះតែបានប្រើលក្ខខណ្ឌដ៏តឹងរ៉ឹងបំផុតដើម្បីបង្កើតឲ្យមាន Shannon នៅថ្ងៃនេះមិនមែនជាការប្រកួតប្រជែងអាជីវកម្មធម្មតាទេពេញមួយថ្ងៃនេះហាងរបស់យើងអត្រាលោកចោលការកំងបានកើនឡើងដល់80%ហើយលោកស្រី Shen អ្នកកំពុងសាច់ក្រណាត់ទាំងអស់របស់យើងទើបតែបានផ្ញើលិខិតជូនដំណឹងរួមមកឲ្យខ្ញុំពួកគេសូមជាតងប្រាក់ពីនៃឲ្យយើង3ដងនៃប្រាក់សងការខូចខាតដើម្បីបញ្ចប់កិច្ចសន្យាដោយឯកភាគីលេអគ្គនាយកតំបន់មហាប្រទេសចិនរបស់ Lee Sesser ចេញមុខបញ្ជាដោយតឲ្យប្រើតម្លៃ10ដងដើម្បីទិញផ្ដាច់រាល់ការវិភាគខ្សែសង្វាក់ផលិតកម្មរបស់ពួកគេយើងសហការជាមួយរោងចក្រទាំងនេះយូរណាស់មកហើយតើពួកគេមិនត្រូវការគេឈ្មោះទៀតទេមែនទេមិនត្រឹមតែប៉ុណ្ណោះណែរចនាម៉ូដដែលមានសារសំខាន់ទាំង3ត្រូវបាន Lee Sesser ទិញទឹកចិត្តយកទៅបាត់អស់ហើយលោក Shen ពេលនេះយើងកំពុងត្រូវគេឡោមព័ទ្ធទេតើភ័យអីមេឃមិនទាន់រំភងលោកអ្នកគ្រប់គ្រងឡាយចំពោះអ្នកលីឈប់ត្រូវអនុម័តភ្លាមរួចឲ្យផ្នែកច្បាប់ចាប់ដើមអនុវត្តកិច្ចព្រមព្រៀងមិនប្រកួតប្រជែងនឹងទាមទារសំណងតាមច្បាប់ប្រាក់ពីនៃមិនឲ្យខ្វះសូម្បីតែមួយសេនឲ្យឡាវហ្សេងតាក់ទងទៅអាស៊ីអាគ្នេយ៍និងអាមេរិកខាងត្បូងទៅរកអ្នកគង់បំរុងក្រណាត់វត្ថុធាតុដើមដាច់ខាតត្រូវតែរកមកបង្គ្រប់ឲ្យខ្ញុំការបង្ហាញម៉ូធំដាច់ខាតមិនអាចមានចន្លោះប្រហោងឡើយមិនទាន់ពេលទេលោក Shen Lee Sesser បានប្រើប្រាស់ក្រុមហេរ៉ាញ់វត្ថុអឺរ៉ុបតែនៅពីក្រោយក្នុងពួកគេដើម្បីធ្វើការដាក់បញ្ជាបិទវត្ថុធាតុដើមជាសកលមាននរណាម្នាក់ហ៊ានលោកក្រណាត់ឲ្យយើងឡើយចិនមានពាក្យចាស់ពោលថាកណ្ដូបចង់ទៅកងឡានក្នុងសម័យសកលភាវូបនីកម្មនេះបើគ្មានមូលធនដ៏រឹងមាំជាបង្អែកទេអ្វីដែលហៅថាម៉ាក់យីហយគិរីគឺគ្រាន់តែជាប្រាសាទសាច់ដែលងាយនឹងរំលាយលោក Smith នៃក្រុមហ៊ុន Laser ការបញ្ចុះតម្លៃរងទ្រីធំនាពេលនេះនិងសកម្មភាពទិញផ្ដាច់ខ្សែចង្វាក់ផលិតកម្មបានបណ្ដាលឲ្យម៉ាក់យីហោក្នុងស្រុកជាច្រើនប្រឈមនឹងការរសាយធនតើនេះចាត់ទុកថាជាការកម្ចាត់ដោយអចេតនានិងការផ្ដាច់មុខក្នុងអាជីវកម្មធម្មជាតិនៃអាជីវកម្មគឺត្រីធំស៊ីត្រីតូចបើគ្រាន់តែរលកខ្យល់ប៉ុណ្ណឹងក៏ទ្រាំមិនបានដែរនោះមានន័យថាពួកគេមិនសមនឹងនៅអង្គុយលើតុប៊ីឡើយឧទាហរណ៍ដូចជាអ្នកស្រី Shannon ដែលមានទេពកោសល្យឬថារោងចក្ររបស់ក្រុមហ៊ុនលោកស្រីបានផ្អាកដំណើរការ3ថ្ងៃហើយសម្រាប់រណាត់រដូវកាលក្រោយសូម្បីតែមួយទឹកក៏រកមិនបានដែរឆេងញ៉ែនតើនៅអាចតស៊ូឆ្លងផុតរដូវរងានេះបានទេប្រសិនបើកេនីយិកា Shen យកព្រំ Laser អាចមានចិត្តមេត្តាផ្ដល់ឲ្យ50លានដើម្បីទិញយកម៉ាកយីហោរបស់អ្នក50លានលោក Smith មើលទៅលោកមិនត្រឹមតែខ្វះសីលធម៌ក្នុងអាជីវកម្មប៉ុណ្ណោះទេតែថែមទាំងខ្វះចក្ខុវិស័យក្នុងការវាយតម្លៃនៃម៉ាកយីហោទៀតផង Shannon គុំចង់ញ៉ាំស្រាពីនៃមិនព្រមញ៉ាំស្រាដល់គិតយូរឆៃនានតំណាងឲ្យសោភ័ណភាពបូករាវាគឺជាសមិទ្ធផលដែលត្រូវបានបណ្ដោះដោយទឹកដីនេះជាអេតែមួយគត់យើងនឹងមិនអានក្បាលចំពោះចោលប្លន់ទុនដូចជាលោកឡើយនៅចំពោះមុខអំណាចទឹកប្រាក់នៅចំពោះមុខលុយកាក់មនុស្សសិនចិត្តណាមានតម្លៃសំបីមួយសេនអ្នកសំបីតែក្រណាត់ក៏ទិញមិនបានផងតើមានអ្វីមកតាំងនឹងខ្ញុំសូមទោសផងការប្រជុំអន្តរជាតិមានការរអាក់រអួលបន្តិចបន្តួច10នាទីមិនយូរទេវីរបុរសជួយស្រីស្អាតមកដល់ជុំពេលល្មមលោកស្មេកតើលោកលេចហើយមែនទេថានៅលើទឹកដីនេះមិនត្រឹមតែមានអ្នករចនាម៉ូដដ៏ឆ្នើមបំផុតប៉ុណ្ណោះទេតែនៅមានក្រុមហ៊ុន Geshe ទៀតផងលោកមុខជំនួញធំរបស់ Geshe មិនមែនជាផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នោះទេដើម្បីតែស្រីម្នាក់លោកចង់បំពេញច្បាប់ជំនួញហើយមកលោកដៃក្នុងរឿងនេះមែនទេខ្ញុំគឺជាអ្នកជំនួញខ្ញុំធ្វើតែការវិនិយោគណាដែរចំណេញមិនឲ្យខាតបំណោះក្នុងនាមខ្ញុំតំណាងឲ្យក្រុមហ៊ុន Geshe សូមប្រកាសជាផ្លូវការថា Geshe នឹងចុះកិច្ចសន្យាជាមួយម៉ាក Chainan លើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រស៊ីជម្រៅគ្រប់ជ្រុងជ្រោយលោកពេលនេះ Chainan សូម្បីតែក្រណាត់មួយតកទិញមិនបានផងលោកសហការជាមួយគេលោក Shaw មែនទេកាលពីកន្លះម៉ោងមុន
គេសេបានទិញភាគហ៊ុនទាំងស្រុងនៃក្រុមហ៊ុន Vision ផនយៈកម្ពុជាទាំង3នៅអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនគេឆៃនឹងបើកខ្សែសង្វាក់គង់ដោយមានកំណត់ជូនទៅកាន់ឆៃណែនទាំងស្រុងលោកឈួតហើយនេះលោកកំពុងតែប្រឆាំងនឹងក្រុមហ៊ុន Lisa ទាំងមូលហើយសុខមក Smith ត្រឡប់ទៅប្រាប់ពួកឯងវិញទៅឲ្យទីស្នាក់ការកណ្ដាលមើលទៅថាតើរបស់ដែលពួកឯងរៀបចំប្រាក់រាប់ពាន់លានដុល្លារនោះនឹងត្រូវដឹកកំទេចចោលមុនឬក៏គ្រឹះស្ថានដែលមានអាយុកាលរាប់រយឆ្នាំរបស់គេខ្ញុំនឹងត្រូវរំលាយមុនលោកស្រី Shen Loga ពីភពខាងក្រៅសុទ្ធតែនិយាយថាគេសេគឺជាអ្នកដែលធ្វើឲ្យមាន Channel នៅថ្ងៃនេះតើចង់សួរថាតើអ្នកទាំងពីរមានការឆ្លើយតបយ៉ាងណាចំពោះសម្ដីនេះអ្វីដែលធ្វើឲ្យខ្ញុំជោគជ័យគឺគំនូរព្រាងប្រព័ន្ធសន្លឹកដែលខ្ញុំធ្លាប់បានគូចោលនឹងការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ក្រុមការងារ Channel ចំណែកឯគេសេគឺជាដៃគូសហការដ៏ល្អឥតខ្ចោះប៉ុន្តែមិនមែនជាអ្នកផ្ដល់ទានឲ្យខ្ញុំនោះទេលោកតើលោកយល់ស្របនឹងសម្ដីរបស់លោកស្រី Shen ដែរទេដើម្បី Channel បើការវាលោកលើដើមទុនអឺរ៉ុបទាំងស្រុងតើក្រុមប្រឹក្សាភិបាលគេសេពិតជាមិនមានយោបល់អ្វីមែនទេគេសេមិនដែរធ្វើអាជីវកម្មដែលខាតបង់ឡើយហើយរតែមិនចាំបាច់យកអនាគតក្រុមហ៊ុនទៅលងលំចិត្តមនុស្សស្រីឲ្យសប្បាយចិត្តដែរសក្តានុពលរបស់ Channel នឹងទេក៏សោះដែលមិនអាចជំនួសបានរបស់លោកស្រី Shen ទៅជាមូលហេតុតែមួយគត់ដែលគេសេសម្រាប់ចិត្តបោះទុនវិនិយោគយ៉ាងច្រើនដូច្នេះការអាចខ្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ពេលវេលាជាមួយលោកស្រី Shen គឺជាកិត្តិយសរបស់គេសេយ៉ាងសៀតើលោកមិនបាននិយាយថាត្រឡប់ទៅក្រុមហ៊ុនដើម្បីដោះស្រាយកិច្ចប្រជុំអន្តរជាតិទេអីការប្រជុំត្រូវបានពន្យាពេលថ្ងៃនេះពួកយើងនិយាយរឿងការងារឲ្យចប់ឯរឿងតខ្លួនខ្ញុំចង់នៅក្នុងកន្លែងដែលមានតែពួកយើងពីរនាក់នេះដើម្បីជែកលោកអគ្គនាយកគូវល់ខ្លាំងណាស់តើមានរឿងតខ្លួនអ្វីចង់និយាយជាមួយតែគូថ្មីថ្មងម្នាក់នេះបាននិយាយពីការបែងចែកភាគលាភខ្ញុំនឹងមិនយល់ព្រមបោះបង់ឡើយមិននិយាយពីភាគលាភទេគឺនិយាយពីទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំថ្ងៃនេះគូស៊ឺនឹងស៊ីមានបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតក្នុងចំនួនរហូតអ្នកក្រៅមិនអាចអង្រួនបានបន្តិចឡើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាវានៅមិនទាន់គ្រប់គ្រាន់ទេខ្ញុំចង់ឲ្យជីវិតពួកយើងផ្សារភ្ជាប់គ្នាឲ្យកាន់តែខ្លាំងតើអូនព្រមរៀបការជាមួយបងទេធ្វើជាម្ចាស់ស្រីតែម្នាក់គត់របស់គ្រួសារតកូគូហើយក៏ធ្វើជាដៃគូរបស់គូយានឈឺក្នុងជាតិនេះតែម្នាក់គត់នឹងគ្មានថ្ងៃរំលាយកិច្ចសន្យាដែរទេខ្ញុំយល់ព្រមលោកគូ